បាទជាបន្តទៅទៀតយើងទៅជំពូកទី2ប្រវត្តិសាស្ត្រប្រទេសកម្ពុជាបាទនៅក្នុងរូបភាពនេះគឺយើងឃើញអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងសម័យទំនើបបាទសម័យទំនើបហ្នឹងគឺក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងបាទលោកគ្រូសូមអានសេចក្តីផ្ដើមនៃជំពូករបស់យើងបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមនៅចំណុចទាំងអស់នេះប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំងអស់រយៈពេលជិតមួយសតវត្សរ៍គឺពីឆ្នាំ1863ដល់ឆ្នាំ1953ហើយទទួលបានឯករាជ្យដោយសារប្រជារាស្ត្រខ្មែរពិសេសសម្ដេចនរោត្តមសីហនុបានបង្កើតចលនាតស៊ូទាមទារឯករាជ្យបានពេញបរិបូរណ៍ពីពួកបារាំងនិងកសាងសង្គមថ្មីមួយសម្បូររុងរឿងគឺសម័យសង្គមរាស្ត្រនិយមនៅឆ្នាំ1970ប្រទេសកម្ពុជាទទួលរងឥទ្ធិពលនៃសង្គ្រាមត្រជាក់ហើយកើតឡើងនៅសង្គ្រាមស៊ីវិលកាប់សម្លាប់ជីវិតមនុស្សនិងបំផ្លិចបំផ្លាញធនធានជាតិដល់ឫសគល់ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យថ្ងៃទី7មករាឆ្នាំ1979ប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យក៏ប៉ុន្តែសង្គ្រាមនៅតែបន្តទៀតដើម្បីសន្តិភាពសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនបានរកឃើញនៅមាគ៌ាមួយដែលអាចបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរតាមរយៈការជួបចរចារវាងភាគីទំនាស់ដើម្បីបង្រួបជាតិខ្មែរឡើងវិញបាទអញ្ចឹងនៅក្នុងជំពូកនេះគឺយើងបានបង្ហាញអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាចាប់តាំងពីប្រទេសកម្ពុជាទទួលបានឯករាជ្យរហូតដល់ប្រទេសកម្ពុជាបង្កើតបាននូវសុខសន្តិភាពនៅចុងសតវត្សទី20បាទចំណុចទី1នៅក្នុងសេចក្តីផ្ដើមនៃជំពូកនេះគឺបានបង្ហាញថាប្រទេសកម្ពុជាអស់រយៈកាលជាង90ឆ្នាំគឺស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងប៉ុន្តែក្រោយមកទៀតតាមរយៈចលនាតស៊ូទាមទារឯករាជ្យរបស់ប្រជារាស្ត្រខ្មែរដែលដឹកនាំដោយប្រគល់ណាសេនុបានបង្កើតនៅចលនាតស៊ូដើម្បីទាមទារឯករាជ្យពីពួកបារាំងហើយទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953និងបង្កើតនៅសង្គមថ្មីមួយដែលសម្បូររុងរឿងដែលគេឲ្យឈ្មោះថាសម័យសង្គមរាស្ត្រនិយមក្រោយមកទៀតនៅឆ្នាំ1970ដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់របស់មហាអំណាចទាំងពីរគឺប្លុកលោកសេរីដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំនិងប្លុកកុម្មុយនីសដែលមានសហភាពសូវៀតជាអ្នកដឹកនាំបានអូសប្រទេសកម្ពុជាយើងឲ្យទទួលរងនៅឥទ្ធិពលនៃសង្គ្រាមនេះហើយបង្កើតបានទៅជាសង្គ្រាមស៊ីវិលដែលបំផ្លិចបំផ្លាញជីវិតមនុស្សអស់យ៉ាងច្រើនក្រោយការបិទបញ្ចប់ទៅនៃរបបសាធារណរដ្ឋខ្មែរប្រទេសកម្ពុជាបានជួបនៅរបបថ្មីមួយទៀតគឺកម្ពុជាប្រជាធិបតេយ្យដែលក្នុងរបបនេះជីវិតប្រជាជនខ្មែររាប់លាននាក់ត្រូវបានបាត់បង់ក្រោយអំពីការបិទបញ្ចប់ទៅនៃរបបកម្ពុជាប្រជាធិបតេយ្យគឺថ្ងៃទី7ខែមករាឆ្នាំ1979ប្រទេសកម្ពុជាត្រូវបានបង្កើតនៅរបបថ្មីមួយទៀតប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តទៅទៀតទីបំផុតទៅក្រោមការជ្រោមជ្រែងរបស់អន្តរជាតិក៏ដូចជាគូភាគីនៃទំនាស់បានស្វែងរកឃើញនៅកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមខ្មែរនិងខ្មែរហើយធ្វើយ៉ាងណាបង្រួបបង្រួមប្រទេសខ្មែរឲ្យក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលតែមួយគ្រប់គ្រងឡើងវិញសួស្តីកូនៗទាំងអស់គ្នាពេលនេះយើងចូលទៅមេរៀនទី1នៃប្រវត្តិវិទ្យាថ្នាក់ទី12ជំពូកទី2របស់យើងគឺប្រទេសកម្ពុជាក្រោមអាណានិគមបារាំងពីឆ្នាំ1863ដល់ឆ្នាំ1953បាទនៅក្នុងមេរៀននេះគឺមានវត្ថុបំណង3ទី1ពណ៌នាអំពីព្រឹត្តិការណ៍នៅសម័យអាណានិគមបារាំងទី2វិភាគលទ្ធផលវិជ្ជមាននិងអវិជ្ជមាននៃរបបគ្រប់គ្រងរបស់អាណានិគមបារាំងនិងទី3បង្កើតមនសិការស្នេហាជាតិសាមគ្គីភាពផ្ទៃក្នុងការពារផលប្រយោជន៍ជាតិបាទជាបន្តលោកគ្រូទៅអានសេចក្តីផ្ដើមនៃមេរៀនរបស់យើងមុននឹងចូលទៅដល់សាច់រឿងនៃមេរៀនជាបន្តបន្ទាប់ពួកស៊ីមនិងយួនបានធ្វើអាណាព្យាបាលមកលើខ្មែរអស់រយៈកាលដ៏យូរហើយពេលនោះខ្មែរត្រូវបាត់បង់ទឹកដីនិងទ្រព្យធនជាតិអស់ជាច្រើនថែមទៀតដោយសារតែហេតុនេះព្រះបាទអង្គឌួងមានព្រះរាជបំណងនឹងពឹងបារាំងឲ្យមកជួយការពារទឹកដីខ្មែរឲ្យរួចពីកណ្ដាប់ដៃប្រទេសជិតខាងទាំងពីរនេះបាទនៅក្នុងសេចក្តីផ្ដើមនៃមេរៀនរបស់យើងគឺបានបញ្ជាក់រួចហើយថាមុនពេលដែលមានវត្តមានរបស់បារាំងនៅលើទឹកដីកម្ពុជាពួកស៊ីមនិងពួកយួនបានធ្វើអាណាព្យាបាលមកលើខ្មែរអស់រយៈកាលដ៏យូរហើយពួកគេទាំងពីរនេះបានលេបត្របាក់ទឹកដីនិងទ្រព្យធនរបស់ខ្មែរអស់ជាច្រើនថែមទៀតបាទដោយសារតែក្តីឈឺចាប់ជាមួយនឹងសកម្មភាពរបស់ស្ត្រូវជិតខាងទាំងពីរនេះ
ទើបធ្វើឲ្យព្រះបាទអង្គឌួងដែលជាមហាក្សត្ររបស់ប្រជាជាតិកម្ពុជានៅពេលនោះរិះរកធ្វើយ៉ាងណាដើម្បីការពារទឹកដីដែលនៅសេសសល់មិនឲ្យពួកស៊ីមនឹងយួនលេបត្របាក់និងបើកជញ្ជក់យកផលប្រយោជន៍ពីខ្មែរជាបន្តទៀតបាទអញ្ចឹងហើយបានជាព្រះបាទអង្គឌួងលោកព្យាយាមតាក់ទងទៅបារាំងជាច្រើនលើកដើម្បីធ្វើយ៉ាងណាហៅពួកបារាំងចូលមកការពារកម្ពុជាមិនឲ្យស៊ីមនិងយួនពុះចែកដែនដីខ្មែរចែកគ្នាជាពីរបាទអញ្ចឹងមុនពេលដែលវត្តមានបារាំងចូលមកដល់កម្ពុជាស៊ីមនិងយួនបានធ្វើសង្គ្រាមដណ្ដើមផលប្រយោជន៍គ្នាជាច្រើនលើទឹកដីខ្មែរគោលបំណងដែលប្រទេសស៊ីមនិងយួនធ្វើសង្គ្រាមជាមួយគ្នាគឺពួកគេចង់ដណ្ដើមយកប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេតែម្នាក់ឯងបាទអញ្ចឹងឆ្លងកាត់សង្គ្រាមដ៏យូរមិនឈ្នះមិនចាញ់ទើបពួកគេព្រមព្រៀងគ្នាថានឹងហែកប្រទេសកម្ពុជាជាពីរចែកគ្នាតែម្ដងដោយយកទន្លេមេគង្គធ្វើជាព្រំដែនបាទអញ្ចឹងគឺស៊ីមយកប្រទេសកម្ពុជាផ្នែកខាងលិចនៃទន្លេមេគង្គចំណែកយួនយកប្រទេសកម្ពុជាផ្នែកខាងកើតនៃទន្លេមេគង្គដោយសារតែកត្តានេះហើយដែលធ្វើឲ្យព្រះបាទអង្គឌួងរិះរកវិធីដើម្បីទប់ស្កាត់នៅមហិច្ឆតាដ៏ឃោរឃៅរបស់ប្រទេសទាំងពីរនេះអញ្ចឹងហើយបានជាព្រះអង្គតាក់ទងទៅបារាំងដើម្បីឲ្យបារាំងជួយអន្តរាគមន៍ដើម្បីការពារប្រទេសកម្ពុជាពីការលេបត្របាក់របស់ប្រទេសជិតខាងទាំងពីរនេះបាទយើងទៅចំណុចទី1មូលហេតុនៃវត្តមានបារាំងបាទនៅក្នុងចំណុចទី1នេះគឺមានសំណួរមួយដែលគេបានសួរគឺសួរថាតើបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលណាដោយរបៀបណាបាទអញ្ចឹងចម្លើយនៃសំណួរនេះគឺនៅក្នុងចំណុចបន្តបន្ទាប់នៃមេរៀនទី1របស់យើងបាទជាបន្តលោកគ្រូទៅចំណុច 1.1 រជ្ជកាលព្រះបាទអង្គឌួងពីឆ្នាំ1841ដល់ឆ្នាំ1860បាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូនឹងធ្វើការអធិប្បាយបន្ថែមព្រះបាទអង្គឌួងជាបុត្រព្រះអង្គឯងបានស្នាក់នៅរៀនសូត្រនាឯប្រទេសស៊ីមព្រះអង្គជាព្រះរាជាមេអង្គដែលមានទឹកប្រតិយស្នេហាជាតិមោះមុតជ្រះថ្លាក្នុងព្រះពុទ្ធសាសនាព្រះអង្គមានស្នាព្រះហស្ថខាងអក្សរសាស្ត្រកំណែតម្រង់ផ្នែករដ្ឋបាលបង្កើតប្រាក់ថ្មីនិងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីមានផ្លូវពីឧដុង្គទៅកំពតកាត់តាមស្រុកឈូកតភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មីការកសាងកំពង់ផែនេះដើម្បីជំនួសកំពង់ផែចាស់ដែលប្រទេសអាណាមលេបយកនិងស្ដារមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសមុទ្រឡើងវិញព្រះបាទអង្គឌួងទ្រង់មានព្រះតម្រិះថាប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅនឹងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆតាឈ្លានពានរបស់ប្រទេសទាំងពីរគឺយួននិងស៊ីមដោយគ្រោងយកទន្លេមេគង្គជាព្រំប្រទល់ហើយនៅពេលនោះប្រទេសកម្ពុជានឹងត្រូវបាត់ឈ្មោះពីផែនទីពិភពលោកដើម្បីបញ្ជៀសកម្ពុជាឲ្យរួចផុតពីការលេបត្របាក់របស់ស៊ីមនិងយួនដំណោះស្រាយមានតែមួយគត់គឺត្រូវមានប្រទេសមហាអំណាចណាមួយជាបង្អែកនៅខែវិច្ឆិកាឆ្នាំ1853ព្រះបាទអង្គឌួងបានពឹងបព្វជិតកាតូលិកមួយអង្គព្រះនាមមីសដែលបានមកផ្សព្វផ្សាយសាសនានៅប្រទេសកម្ពុជាតាំងពីឆ្នាំ1848មកម្លេះឲ្យជួយតាក់ទងប្រទេសបារាំងដើម្បីសុំការការពារពីប្រទេសមហាអំណាចមួយនេះបព្វជិតអង្គនេះធានាថាលោកជាមួយមន្ត្រីខ្មែរពីរនាក់ទៀតឈ្មោះកុលដឺម៉ុងតេរ៉ូនិងប៉ែននឹងនាំសារព្រមទាំងសុយសារអកផងដើម្បីថ្វាយព្រះចៅណាប៉ូឡេអុងទី3តាមរយៈអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងសង្ហបុរីលុះដល់ឆ្នាំ1855ទើបបានចម្លើយពីព្រះចៅអធិរាជបារាំងដែលផ្ដល់ការទទួលស្គាល់ប្រទេសកម្ពុជាត្រឹមជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះលទ្ធផលដែលទទួលបានគឺផ្ទុយពីបំណងប្រាថ្នារបស់ព្រះមហាក្សត្រខ្មែរក្រោយមកព្រះអង្គឌួងបានផ្ញើសារលិខិត2លើកទៀតដោយទទូចសូមឲ្យបារាំងជួយធ្វើអន្តរាគមន៍យកទឹកដីកូសាំងស៊ីនដែលបាត់បង់នៅឆ្នាំ1841ព្រមទាំងពន្យល់បារាំងថាកោះត្រឡាចគឺជាទឹកដីរបស់ខ្មែរដែរចំណែកទឹកដីមួយផ្នែកធំទៀតនៅត្រើយខាងកើតទន្លេមេគង្គដែលប្រទេសអាណាមកេងប្រវ័ញ្ចយកជាយូរមកហើយនោះព្រះអង្គមិនតវ៉ាយកមកវិញឡើយលទ្ធផលនៃទំនាក់ទំនងទាំងពីរលើកចុងក្រោយមិនបានចេញជាផ្លែផ្កាអ្វីឡើយនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1858មានបេសកកម្មរួមគ្នាមួយរបស់កងទ័ពបារាំងនិងអេស្ប៉ាញបានចូលមកដល់ទីក្រុងដាណាំងដើម្បីជួយស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិកដែលនៅសេសសល់ពីការសម្លាប់របស់ស្ដេចអាណាមក្រោយពីកងទ័ពអាណាមបរាជ័យខាងយោធាកងទ័ពបារាំងចូលកាន់កាប់ទីក្រុងព្រៃនគរនិងតំបន់នៅជិតខាងនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ1859
ក្រោយទទួលបានដំណឹងនេះព្រះអង្គឌួងបានបញ្ជូនទ័ពខ្មែរមួយកងទៅកាន់ខេត្តមាត់ជ្រូកក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរប៉ុន្តែគួរឲ្យសោកស្ដាយបំណងនេះត្រូវអាក់ខានដោយព្រះអង្គចូលទីវង្គតនៅថ្ងៃទី18ខែតុលាឆ្នាំ1860នារាជធានីឧដុង្គក្រោយពីចូលកាន់កាប់ទីក្រុងព្រៃនគរបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលកាន់កាប់ប្រទេសចិនប៉ែកខាងត្បូងប៉ុន្តែបេសកកម្មរបស់នាវិកបារាំងទទួលបរាជ័យដោយសារទន្លេមេគង្គមានឧបសគ្គច្រើនដែលមិនអាចធ្វើដំណើរបានដោយការគ្រោងទុកនៅពេលធ្វើដំណើរតាមដងទន្លេមេគង្គពួកបារាំងចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងមានដំណាំរដូវខៀវស្រងាត់ដូចជាសណ្តែកល្ងពោតនិងបន្លែលាយឡំនឹងដើមឈើហូបផ្លែជាច្រើនប្រភេទបារាំងយល់ថាប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយទន្លេដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុបកម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយប្រជាជនតិចពួកបារាំងនឹងអាចបង្កើតជាដីដាំដំណាំកសិកម្មបានផលច្រើនម្យ៉ាងទៀតប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃឈើនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់នៅក្រោមដីសម្បូរទៅដោយរ៉ែជាច្រើនប្រភេទទោះបីជានៅពេលនោះបារាំងមិនទាន់មានមធ្យោបាយទាញយកផលពីប្រទេសកម្ពុជាក៏ដោយក៏បារាំងនៅតែប៉ុនប៉ងយកធនធានរ៉ែទាំងអស់នេះដែលជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្មប្រទេសខ្លួនបាទចំណុចទី1គឺយើងនិយាយអំពីប្រទេសកម្ពុជាក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួងគឺចន្លោះពីឆ្នាំ1841ដល់ឆ្នាំ1860បាទព្រះអង្គឌួងគឺជារាជបុត្ររបស់ព្រះបាទអង្គអេងហើយព្រះអង្គបានស្នាក់នៅរៀនសូត្រនៅឯប្រទេសស៊ីមព្រះអង្គឌួងគឺជាព្រះមហាក្សត្រមួយរូបដែលមានទឹកប្រតិយស្នេហាជាតិមោះមុតហើយជ្រះថ្លានៅក្នុងពុទ្ធសាសនាបាទស្នាដៃរបស់ព្រះអង្គឌួងមានច្រើនដោយរាប់ចាប់តាំងពីខាងអក្សរសាស្ត្រកំណែទម្រង់រដ្ឋបាលការបង្កើតប្រាក់សម្រាប់ចាយនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតនៅក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួងនោះព្រះអង្គបានឆ្វេងយល់ថាប្រទេសកម្ពុជាទៅថ្ងៃអនាគតទៅច្បាស់ជានឹងរលាយសាបសូន្យពីផែនទីពិភពលោកដោយសារតែមហិច្ឆតាវាទីពីប្រទេសក្បែរខាងកម្ពុជាទាំងពីរគឺស៊ីមនិងយួនបាទគឺយួននៅផ្នែកខាងកើតហើយស៊ីមនៅផ្នែកខាងលិចជាច្រើនចំនួនមកហើយស៊ីមនិងយួនតែងតែលេបត្របាក់ទឹកដីកម្ពុជាបន្តិចម្ដងបាទដោយលោកគ្រូបានរៀបរាប់នៅចំណុចដើមនៃមេរៀនរបស់យើងរួចហើយស៊ីមនិងយួនធ្វើសង្គ្រាមជាមួយគ្នាយ៉ាងយូរក្នុងបំណងគឺដណ្ដើមយកប្រទេសកម្ពុជាទៅគ្រប់គ្រងតែម្នាក់ឯងប៉ុន្តែការធ្វើសង្គ្រាមរបស់ពួកគេទាំងពីរនេះគឺមិនឈ្នះមិនចាញ់ដូច្នេះហើយគេបានរកឃើញនៅរូបមន្តថ្មីមួយគឺពុះចែកប្រទេសកម្ពុជាជាពីរតែម្ដងដើម្បីចែកគ្នាកាន់កាប់បាទដោយយកទន្លេមេគង្គធ្វើជាព្រំដែនតែម្ដងសម្រាប់ប្រទេសទាំងពីរដោយយួនពុះជ្រៀកយកប្រទេសកម្ពុជាផ្នែកខាងកើតនៃទន្លេមេគង្គចំណែកសៀមជ្រៀកយកផ្នែកខាងលិចនៃទន្លេមេគង្គរបស់កម្ពុជាដោយមានការព្រួយបារម្ភអំពីអនាគតដ៏ផុយស្រួយរបស់កម្ពុជាព្រះបាទអង្គឌួងព្រះអង្គបានស្វះស្វែងរកជំនួយពីខាងក្រៅបាទគឺព្រះអង្គឆ្វេងយល់ថាដើម្បីរាំងស្កាត់មិនឲ្យប្រទេសទាំងពីរលេបតបាក់កម្ពុជាបានគឺព្រះអង្គត្រូវតែពឹងមហាអំណាចណាមួយដើម្បីឲ្យមហាអំណាចនោះធ្វើជាខ្នងបង្អែករបស់កម្ពុជាដើម្បីទប់ស្កាត់កម្ពុជាមិនឲ្យធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ពួកស៊ីមនិងយួននៅខែវិច្ឆិកាឆ្នាំ1953ព្រះបាទអង្គឌួងបានពឹងបព្វជិតកាតូលិកមួយអង្គដែលមានព្រះនាមថាមីសបាទគឺបព្វជិតនាមមីសនេះបានចូលមកផ្សព្វផ្សាយសាសនាគ្រិស្តនៅកម្ពុជាហើយបព្វជិតនេះគឺមានទំនាក់ទំនងជាមួយនឹងស្ដេចបារាំងបាទគឺស្ដេចណាប៉ូឡេអុងទី3តាមរយៈបព្វជិតឈ្មោះមីសនេះគឺបព្វជិតរូបនេះសន្យាថានឹងផ្សះផ្សាទំនាក់ទំនងរវាងកម្ពុជានិងបារាំងហើយធ្វើយ៉ាងណាឲ្យបារាំងចូលមកជួយអន្តរាគមន៍ជួយប្រទេសកម្ពុជាឲ្យរួចផុតពីការទន្ទ្រានឈ្លានពានពីប្រទេសក្បែរខាងទាំងពីរគឺស៊ីមនិងយួនប៉ុន្តែតាមរយៈបព្វជិតរូបនេះគឺអន្តរាគមន៍របស់បារាំងជាមួយកម្ពុជាមិនបានធ្វើឲ្យពេញដៃពេញជើងនៅឡើយទេបាទគឺទំនាក់ទំនងរវាងបារាំងនិងកម្ពុជាមិនមែនជាទំនាក់ទំនងយុទ្ធសាស្ត្រដែលអាចការពារកម្ពុជាពីការឈ្លានពានពីប្រទេសជិតខាងឡើយប៉ុន្តែវាជាទំនាក់ទំនងពាណិជ្ជកម្មដែលធ្វើរវាងបារាំងនិងកម្ពុជាដែលទំនាក់ទំនងនេះមិនអាចការពារកម្ពុជាពីការឈ្លានពានពីប្រទេសក្បែរខាងជាពិសេសគឺស៊ីមតែម្ដងរហូតដល់ថ្ងៃទី1ខែកញ្ញាឆ្នាំ1958ទើបមានបេសកកម្មរបស់កងទ័ពមហាអំណាចអឺរ៉ុបគឺកងទ័ពបារាំងនៅអេស្ប៉ាញដែលពួកគេបានចូលធ្វើអន្តរាគមន៍
នៅក្នុងតំបន់ដាណាំងក្នុងទឹកដីអាណាមដើម្បីជួយស្រោចស្រង់អ្នកផ្សព្វផ្សាយសាសនាគ្រិស្តនិកាយកាតូលិកបាទដែលនៅដែនដីអាណាមឯនោះគឺស្ដេចជួនបានធ្វើទុកបុកម្នេញនិងសម្លាប់រង្គាលទៅលើអ្នកផ្សព្វផ្សាយសាសនាគ្រិស្តនិកាយកាតូលិកដូច្នេះហើយទើបបានជាកងទ័ពបារាំងនៅអេស្ប៉ាញចូលធ្វើអន្តរាគមន៍ដើម្បីស្រោចស្រង់ពួកគេក្រោយពីអាណាមទទួលបរាជ័យខាងយោធាកងទ័ពបារាំងបានចូលមកកាន់កាប់ទីក្រុងព្រៃនគរហើយគ្រប់គ្រងតំបន់ក្បែរខាងទីក្រុងព្រៃនគរនោះគឺនៅឆ្នាំ1859ក្រោយពីទទួលបានដំណឹងនេះហើយព្រះបាទអង្គឌួងក៏បានបញ្ជូនកងទ័ពខ្មែរមួយក្រុមទៅកាន់កាប់ខេត្តបាត់ជ្រូកក្នុងបំណងបង្ហាញទៅមហាអំណាចអឺរ៉ុបថាទឹកដីកម្ពុជាក្រោមគឺជារបស់ខ្មែរប៉ុន្តែគួរឲ្យស្ដាយបំណងនេះត្រូវអាខានទៅវិញដោយសារតែព្រះបាទអង្គឌួងចូលទីវង្គតនៅឆ្នាំ1860នៅរាជធានីឧដុង្គក្រោយពីបានកាន់កាប់ទីក្រុងព្រៃនគររួចហើយបារាំងមានបំណងប្រើប្រាស់ទន្លេមេគង្គដើម្បីធ្វើដំណើរទៅគ្រប់គ្រងដាក់អាណានិគមលើប្រទេសចិនផ្នែកខាងត្បូងដោយប្រើប្រាស់ទន្លេមេគង្គរួចហើយធ្វើដំណើរបញ្ច្រាស់ទៅខ្សែទឹកខាងលើដើម្បីទៅទន្ទ្រានទឹកដីចិនផ្នែកខាងត្បូងប៉ុន្តែបំណងរបស់បារាំងត្រូវបរាជ័យទៅវិញដោយសារតែការធ្វើដំណើររបស់បារាំងតាមទន្លេមេគង្គឆ្ពោះទៅដែនដីចិននោះគឺមានឧបសគ្គច្រើនពេកប៉ុន្តែនៅក្នុងខណៈពេលដែលបារាំងធ្វើដំណើរកាត់តាមទន្លេមេគង្គគឺពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើភោគផលធនធានធម្មជាតិផ្សេងៗដែលនៅអបតាមមាត់ទន្លេបាទហើយបារាំងយល់ឃើញថាកម្ពុជាគឺជាចំណុចមួយដ៏ល្អប្រសើរនៅក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មជាពិសេសព្រៃឈើនិងរ៉ែដែលបារាំងអាចប្រើប្រាស់វត្ថុធាតុដើមទាំងអស់នេះដើម្បីជួយបំពេញឲ្យម៉ាស៊ីនសេដ្ឋកិច្ចរបស់បារាំងដើម្បីឲ្យបារាំងកាន់តែមានភាពខ្លាំងក្លាថែមទៀតបាទយើងទៅចំណុច 1.2 ព្រះបាទនរោត្តមពីឆ្នាំ1860ដល់ឆ្នាំ1904បាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមបន្ទាប់ពីព្រះបាទអង្គឌួងសុគតនៅឆ្នាំ1860ក្រុមប្រឹក្សាព្រះរាជបល្ល័ង្កបានលើកព្រះមហាក្សត្រអង្គវតីឲ្យឡើងសោយរាជ្យបន្តក៏ប៉ុន្តែដោយក្សត្រអង្គនេះពុំមានប្រជាប្រិយភាពផងហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរអង្គទៀតគឺអង្គសូរនិងស៊ីវត្ថាផងក៏បង្កឲ្យមានចលនាបះបោរពាសពេញផ្ទៃប្រទេសប្រឆាំងនឹងការលើកទ្រង់ឲ្យឡើងសោយរាជ្យក្សត្រអង្គវតីផិតភ័យក៏រត់ចេញទៅបាងកកឆ្លងកាត់តាមបាត់ដំបងនៅខែសីហាឆ្នាំ1861ដោយនាំយកទាំងគ្រឿងសម្រាប់គ្រងរាជ្យទៅជាមួយផងពេលនោះព្រះអង្គសូរឬព្រះបាទស៊ីសុវត្ថិក៏ទទួលរ៉ាប់រងកិច្ចការប្រទេសជាតិជំនួសអង្គវតីនិងរុញច្រានចលនាបះបោរដឹកនាំដោយស៊ីវត្ថាឲ្យថយទៅប៉ែកខាងជើងប្រទេសបព្វជិតកាតូលិកមួយអង្គបានផ្ញើសារទៅកុងស៊ុលបារាំងនៅបាងកកឲ្យជួយធ្វើអន្តរាគមន៍ដើម្បីឲ្យក្សត្រអង្គនេះត្រឡប់មកមាតុប្រទេសវិញក្សត្រអង្គវតីបានវិលត្រឡប់មកដល់ក្រុងឧដុង្គនៅខែមីនាឆ្នាំ1862តាមផ្លូវទឹកកាត់តាមខេត្តកំពតនៅពេលដែលដឹងថាក្សត្រអង្គវតីបានគង់នៅទីក្រុងឧដុង្គអគ្គទេសាភិបាលបារាំងប្រចាំកូសង់ស៊ីនដឺឡាដឺក្រង់ឌីយ៉ែបានចាត់មេបញ្ជាការជើងទឹកឌូដាដឺឡាហ្គ្រេឲ្យចូលមកធ្វើទំនាក់ទំនងនិងធ្វើអន្តរាគមន៍យកគ្រឿងសម្រាប់រាជពីប្រទេសស៊ីមកវិញដើម្បីអភិសេកព្រះអង្គឲ្យឡើងសោយរាជតាមប្រពៃណីសម្រាប់ប្រទេសកម្ពុជាបារាំងចង់ចូលមកការពារប្រទេសនេះឲ្យរួចផុតពីនឹមត្រួតត្រារបស់ស៊ីមកវិញនិងយួនដោយធានាថានឹងជួយយកទឹកដីកូសាំងស៊ីនមកឲ្យខ្មែរវិញទោះបីជាមានការធានាអះអាងរបស់បារាំងក៏ដោយក៏ព្រះបាទនរោត្តមនៅតែមានការព្រួយបារម្ភថានៅពេលណាមួយបារាំងដកលែងត្រួតត្រាដែនដីកូសាំងស៊ីននោះប្រទេសយួននិងស៊ីមអាចមកត្រួតត្រាកម្ពុជាសារជាថ្មីឡើងវិញនៅខែមិនិនាឆ្នាំ1863ឧត្តមនាវីដឺឡាក្រង់ឌីយ៉ែបានចូលមកកាន់កាប់ទីក្រុងឧដុង្គដោយផ្ទាល់ដើម្បីចុះសន្ធិសញ្ញាមិត្តភាពជាមួយប្រទេសកម្ពុជាជាសម្ងាត់ខ្លឹមសារនៃសន្ធិសញ្ញានេះមានចែងអំពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីមិនឲ្យបាត់បង់តទៅទៀតជាថ្នូរមកវិញប្រទេសកម្ពុជាត្រូវប្រគល់បុព្វសិទ្ធិពិសេសដល់បារាំងក្នុងការបោះទីតាំងនិងបង្កើតសាលាក្តីក្នុងប្រទេសហើយថែមទាំងចាត់ឲ្យមានរេស៊ីដង់បារាំងនៅអមព្រះមហាក្សត្រក្រោយមកសន្ធិសញ្ញាអាណាព្យាបាលបារាំងខ្មែរនៅថ្ងៃទី11ខែសីហាឆ្នាំ1863ត្រូវបានផ្សាយជាសាធារណៈហើយការគ្រប់គ្រងរាជសម្បត្តិក៏មិនមានអ្វីជាឧបសគ្គទៀតឡើយក្សត្រអង្គវតីបានធ្វើពិធីអភិសេកឡើងសោយរាជ្យនៅក្រុងឧដុង្គនៅថ្ងៃទី3ខែមិថុនាឆ្នាំ1864ដោយមាននាមសម្រាប់រាជថាព្រះបាទនរោត្តមបាទចំណុច 1.2 គឺយើងនិយាយអំពីកម្ពុជាក្នុងរជ្ជកាលរបស់ព្រះបាទនរោត្តមពីឆ្នាំ1860ដល់ឆ្នាំ1904បាទ
ក្រោយពីព្រះបាទអង្គឌួងទ្រង់សុគតនៅឆ្នាំ1860ពេលនោះក្រុមប្រឹក្សារាជបល្ល័ង្កបានលើកព្រះបាទអង្គវតីឲ្យឡើងសោយរាជបន្តហើយដោយសារតែក្សត្រអង្គនេះមិនមានប្រជាប្រិយភាពផងហើយថែមទាំងមានការច្រណែនពីព្រះអនុជផ្សេងទៀតផងដែលបង្កឲ្យមានចលាចលពេញផ្ទៃប្រទេសពេលនោះដោយសារតែចលនាបះបោរកម្រើកឡើងខ្លាំងក្លាពេកធ្វើឲ្យព្រះមហាក្សត្រអង្គវតីផិតភ័យហើយក៏រត់ភៀសខ្លួនទៅកាន់ទីក្រុងបាងកកដោយនាំយកទាំងគ្រឿងបញ្ចក្សេត្រទៅជាមួយផងនៅពេលដែលព្រះបាទអង្គវតីឬនរោត្តមរត់ទៅស្រុកស៊ីមនោះគឺព្រះបាទស៊ីសុវត្ថិដែលជាប្អូនក៏ទទួលរ៉ាប់រងភារកិច្ចនៅក្នុងការចាត់ចែងរាជកិច្ចជំនួសព្រះអង្គហើយព្រះស៊ីសុវត្ថិក៏បានរុញចលនាបះបោរទាំងនោះឲ្យថយត្រឡប់ទៅប៉ែកខាងជើងនៃប្រទេសក្នុងពេលដែលព្រះបាទអង្គវតីភៀសខ្លួនទៅដល់ស្រុកស៊ីមពេលនោះបុព្វជិតកាតូលិកមួយអង្គបានផ្ញើសារទៅកុងស៊ុលបារាំងនៅឯទីក្រុងបាងកកដើម្បីឲ្យជួយធ្វើអន្តរាគមន៍ដើម្បីឲ្យព្រះបាទអង្គវតីត្រឡប់មកមាតុប្រទេសវិញដោយសារតែមានការជួយជ្រោមជ្រែងពីបារាំងក៏ដូចជាស៊ីមផងនោះព្រះមហាក្សត្រអង្គវតីក៏បានត្រឡប់មកទីក្រុងឧដុង្គវិញគឺនៅខែមីនាឆ្នាំ1862តាមផ្លូវទឹកបាទគឺធ្វើដំណើរតាមខេត្តកំពតនៅពេលដែលព្រះបាទអង្គវតីបានទៅដល់ទីក្រុងឧដុង្គនោះអគ្គទេសាភិបាលបារាំងប្រចាំនគរសាំងស៊ីនគឺលោកឌូដាដឺឡាក្រុងវីយ៉ែបានចាត់មេបញ្ជាការជើងទឹកគឺលោកឌូដាដឺឡាក្រេឲ្យចូលមកធ្វើទំនាក់ទំនងជាមួយនឹងព្រះបាទអង្គវតីដើម្បីជួយឲ្យព្រះអង្គបានសោយរាជ្យនៅទីក្រុងឧដុង្គតាមប្រពៃណីនៅពេលនោះគឺបារាំងចង់ចូលមកជួយការពារប្រទេសកម្ពុជាឲ្យរួចផុតពីការត្រួតត្រាពីស៊ីមនិងយួនហើយនឹងធានាថានឹងយកដែនដីកូសាំងស៊ីនតែកម្ពុជាបាត់បង់ទៅអាណាមនោះយកត្រឡប់មកឲ្យកម្ពុជាវិញជាថ្នូរមកវិញគឺបារាំងសូមឲ្យកម្ពុជាប្រគល់នូវបុព្វសិទ្ធិពិសេសដល់បារាំងនៅក្នុងការបោះទីតាំងយោធានៅលើទឹកដីកម្ពុជាបង្កើតសាលាកាត់ក្តីនៅប្រទេសកម្ពុជាហើយថែមទាំងចាត់ឲ្យមានរេស៊ីដង់បារាំងនៅអមព្រះមហាក្សត្របាទអញ្ចឹងជាថ្នូរដែលបារាំងការពារកម្ពុជាពីការឈ្លានពានពីស៊ីមនិងយួនបារាំងក៏បានទាមទារឲ្យកម្ពុជាប្រគល់ទៅឲ្យបារាំងវិញនៅសិទ្ធិមួយចំនួនបាទដោយលោកគ្រូបានរៀបរាប់បាញ់មិញគឺអនុញ្ញាតឲ្យបារាំងបោះទីតាំងយោធានៅកម្ពុជាឲ្យបារាំងបង្កើតសាលាក្តីនៅកម្ពុជាហើយថែមទាំងចាត់ឲ្យមានរេស៊ីដង់នៅអមព្រះមហាក្សត្រខ្មែរដើម្បីឲ្យបារាំងមានសិទ្ធិនៅក្នុងការសម្រេចកិច្ចការផ្សេងៗរបស់រាជការខ្មែរបាទយើងទៅចំណុចទី2នយោបាយកំណែទម្រង់សង្គមខ្មែរ 2.1 កំណែទម្រង់ឆ្នាំ1887 បាទចំណុចកគឺមូលហេតុបាទលោកគ្រូសំអាននៅចំណុចនេះកត្តាពីរសំខាន់ដែលជំរុញឲ្យបារាំងដាក់កម្មវិធីកំណែទម្រង់សង្គមនៅឆ្នាំ1877គឺកត្តាសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយកត្តាសេដ្ឋកិច្ចពាណិជ្ជកម្មអស់រយៈពេល14ឆ្នាំមកហើយពាណិជ្ជករបារាំងពុំអាចពង្រីកសកម្មភាពរកស៊ីនៅក្នុងប្រទេសកម្ពុជាបានឡើយដោយសារកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិដែលមិនចាប់អារម្មណ៍នឹងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារកត្តានយោបាយនៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួននៅឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភាពបែបបារាំងនៅក្នុងតំបន់និងទាំងនៅក្នុងរចនាសម្ព័ន្ធសង្គមខទិសដៅដោយសារមូលហេតុខាងលើនេះទើបបារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិខ្មែរឲ្យទៅជាសង្គមមូលធននិយមដែលជាប្រព័ន្ធទីផ្សារសេរីដោយសង្គមបារាំងដែរកកម្មវិធីដើម្បីសម្រេចទិសដៅនេះបារាំងបានរៀបចំកម្មវិធីនិងធ្វើសកម្មភាពនយោបាយដូចខាងក្រោម 1. នៅក្នុងប្រទេសកម្ពុជាចាំបាច់ត្រូវមានកម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្ដេចត្រាញ់មន្ត្រីសក្តិភូមិនិងលុបបំបាត់វណ្ណៈខ្ញុំគេបង្កើនចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករជំរុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យបារាំងបានដាក់ចុះនៅកម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋានបង្កើតប្រព័ន្ធពន្ធដារថ្មី 2. បញ្ហាជាមួយរាជាណាចក្រស៊ីមបារាំងបានរៀបចំជាហូរហែអ្វីត្បិតតែគ្មានចែងនៅក្នុងកម្មវិធីកំណែទម្រង់ឆ្នាំ1877ក៏ពិតមែននេះជាការមួយមានសារៈសំខាន់ណាស់ដើម្បីកសាងប្រព័ន្ធឯកភាពមួយក្នុងសហព័ន្ធឥណ្ឌូចិនបារាំងក្រោយពីបានធ្វើឲ្យព្រះរាជាណាចក្រសៀមទទួលស្គាល់ការគ្រប់គ្រងរបស់បារាំងលើប្រទេសកម្ពុជារួចមកបារាំងសៀមបានចរចាអំពីបញ្ហាព្រំប្រទល់ដែនប្រទេសទាំងពីរជាលទ្ធផលនៅក្នុងឆ្នាំ1904សៀមបានប្រគល់ទឹកដីផ្នែកខាងជើងគឺមលូព្រៃស្ទឹងត្រែងមកឲ្យខ្មែរវិញ
ឆ្នាំ1907សន្ធិសញ្ញាបារាំងស៊ីមស្ដីពីការប្រគល់ខេត្តបាត់ដំបងសៀមរាបសិរីសោភ័ណ្ឌមកឲ្យខ្មែរជាបន្តទៀតនៅឆ្នាំ1908បារាំងបានធ្វើផែនទីមួយឈ្មោះថាផែនទីដងរែកដែលទទួលស្គាល់ដោយតំណាងបារាំងស៊ីមនៅលើឆាកអន្តរជាតិរហូតមកដល់បច្ចុប្បន្នបាទចំណុចទី2គឺយើងនិយាយអំពីនយោបាយកំណែតម្រង់សង្គមខ្មែរដែលធ្វើឡើងដោយបារាំងក្រោយពីបារាំងបានដាក់អាណាព្យាបាលលើដែនដីកម្ពុជាបាទមូលហេតុដែលធ្វើឲ្យបារាំងចង់ធ្វើកំណែតម្រង់សង្គមខ្មែរគឺដោយសារតែមានមូលហេតុ2ទី1គឺកត្តាសេដ្ឋកិច្ចពាណិជ្ជកម្មនិងទី2គឺបញ្ហានយោបាយបញ្ហាសេដ្ឋកិច្ចគឺដោយសារតែអស់រយៈពេល14ឆ្នាំដែលបារាំងចូលមកដាក់អាណាព្យាបាលនៅលើកម្ពុជាពាណិជ្ជករបារាំងពុំអាចពង្រីកសកម្មភាពរកស៊ីនៅប្រទេសកម្ពុជាបានឡើយដោយសារតែប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិហើយមិនចាប់អារម្មណ៍នឹងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបាទវាធ្វើឲ្យការរំពឹងទុករបស់បារាំងថានឹងប្រមូលបានផលប្រយោជន៍ពីកម្ពុជាច្រើននោះគឺមិនបានជោគជ័យចំណែកកត្តាទី2គឺបញ្ហានយោបាយគឺបារាំងមានបំណងចង់គ្រប់គ្រងឥណ្ឌូចិនទាំងមូលហើយធ្វើឲ្យតំបន់ទាំងនេះមានឯកភាពគ្នាខាងនយោបាយដើម្បីឲ្យបារាំងអាចគ្រប់គ្រងបានដោយរលូនដោយសារតែកត្តាទាំងពីរនេះហើយទើបធ្វើឲ្យបារាំងធ្វើកំណែតម្រង់សង្គមខ្មែរនាឆ្នាំ1877ដើម្បីឲ្យកំណែតម្រង់របស់បារាំងទទួលបានជោគជ័យគឺបារាំងបានអនុវត្តនៅកម្មវិធី2ទី1គឺកំណែតម្រង់សង្គមផ្ទៃក្នុងនៅកម្ពុជានិងចំណុចទី2ដោះស្រាយបញ្ហាជាមួយរាជាណាចក្រស៊ីនបាទចំណុចទី1គឺបារាំងធ្វើកំណែតម្រង់សង្គមកម្ពុជាដោយបារាំងចាំបាច់ត្រូវមានកម្មវិធីនយោបាយដើម្បីធ្វើយ៉ាងណាកាត់បន្ថយអំណាចស្ដេចត្រាញ់មន្ត្រីសក្តិភូមិហើយនឹងលុបបំបាត់វណ្ណៈខ្ញុំគេដើម្បីបង្កើតចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករយ៉ាងសំខាន់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងចំណុចទី2គឺបារាំងកំណត់ដោះស្រាយបញ្ហាជាមួយស៊ីមដោយបារាំងបានរៀបចំជាហោហែដើម្បីធ្វើយ៉ាងណាឲ្យស៊ីមប្រគល់ដែនដីផ្នែកខាងលិចមួយចំនួនប្រគល់មកឲ្យខ្មែរវិញជាលទ្ធផលគឺឆ្នាំ1904ស៊ីមបានប្រគល់ទឹកដីផ្នែកខាងជើងនៃប្រទេសកម្ពុជាគឺខេត្តមលូព្រៃស្ទឹងត្រែងមកឲ្យខ្មែរវិញហើយនៅឆ្នាំ1907តាមរយៈសន្ធិសញ្ញាបារាំងស៊ីមនេះដែរគឺស៊ីមបានប្រគល់ខេត្តបាត់ដំបងសៀមរាបស្រីសោភ័ណ្ឌមកឲ្យខ្មែរជាបន្តទៀតនៅឆ្នាំ1908បារាំងបានធ្វើផែនទីមួយដែលឲ្យឈ្មោះថាផែនទីដងរែកដោយផែនទីនេះមានការទទួលស្គាល់ពីតំណាងបារាំងនិងស៊ីមហើយត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិរហូតមកដល់បច្ចុប្បន្ននេះបាទជាបន្តយើងទៅចំណុច 2.2 កំណែតម្រង់ឆ្នាំ1884បាទអញ្ចឹងលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមភាពមិនអើពើរបស់មន្ត្រីរាជការស្ដេចត្រាញ់សក្តិភូមិខ្មែរចំពោះកម្មវិធីដែលបារាំងដាក់ចុះនៅឆ្នាំ1877បានធ្វើឲ្យអាជ្ញាធរបារាំងក្រេវក្រោធយ៉ាងខ្លាំងនៅឆ្នាំ1884អំណាចអាណាព្យាបាលបារាំងក៏បានប្រឹងប្រែងទាញស្ថាប័នរដ្ឋបាលកម្ពុជាទាំងអស់ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនដូច្នេះកំណែតម្រង់ឆ្នាំ1884ជាការមួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រោមអាណាព្យាបាលឲ្យទៅជាប្រទេសក្រោមអាណានិគមរបស់ខ្លួនវិញកម្មវិធីកំណែតម្រង់ឆ្នាំ1884បានបន្តខ្លឹមសារនៃកម្មវិធីឆ្នាំ1877ប៉ុន្តែអ្វីដែលបន្ថែមពីលើនេះគឺការដាក់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់បារាំងដោយផ្ទាល់ឈរលើកិច្ចព្រមព្រៀងឆ្នាំ1884បារាំងរៀបចំថ្នាក់ដឹកនាំខេត្តដោយបារាំងផ្ទាល់ខេត្ត58ត្រូវបង្រួមបញ្ចូលគ្នាមកនៅត្រឹម8ខេត្តឲ្យស្ថិតនៅក្រោមអំណាចរេស៊ីដង់មានការតែងតាំងពីរេស៊ីដង់សេនេរ៉ាល់គឺថ្នាក់ដឹកនាំបារាំងលើសហព័ន្ធឥណ្ឌូចិនតាមសេចក្តីស្នើសុំពីរេស៊ីដង់ស៊ូប៉េរីយើជាថ្នាក់ដឹកនាំបារាំងនៅលើប្រទេសកម្ពុជាបានធ្វើការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរេស៊ីដង់សេនេរ៉ាល់នៅកូសាំងស៊ីនពេលនោះព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រេស៊ីដង់ស៊ូប៉េរីយើនៅក្នុងការបំពេញការងារដឹកនាំរេស៊ីដង់ស៊ូប៉េរីយើមានក្រុមប្រឹក្សាដែលមានតួនាទីជាជំនួយការងារដែលក្នុងនោះមានសមាជិក12នាក់គឺ6នាក់ជាមន្ត្រីពាណិជ្ជកម្មបារាំងដែលតែងតាំងដោយរេស៊ីដង់សេនេរ៉ាល់និងជនជាតិខ្មែរ3នាក់ចិនម្នាក់ចាមម្នាក់យួនម្នាក់
ដែលតែងតាំងដោយព្រះមហាក្សត្រដោយមានការអនុម័តយល់ព្រមពី Residence General នគរសង្ស៊ីនបាទចំណុច 2.2 គឺយើងនិយាយអំពីកំណែទម្រង់ដែលបារាំងដាក់ចេញនៅឆ្នាំ 1884 បាទនៅឆ្នាំ 1877 បារាំងបានដាក់ចេញម្ដងរួចហើយនៅនយោបាយកំណែទម្រង់ដើម្បីធ្វើយ៉ាងណាឲ្យសង្គមកម្ពុជាក្លាយទៅជាសង្គមអនុវត្តនៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបែបបារាំងប៉ុន្តែការដាក់ចេញរបស់បារាំងនៅពេលនោះគឺមិនទទួលបានជោគជ័យទេដោយសារតែមិនទទួលបានជោគជ័យដូច្នេះហើយដែលធ្វើឲ្យរាជការរបស់បារាំងមានការខឹងច្រឡោតយ៉ាងខ្លាំងហើយបានដាក់ចេញនៅកំណែទម្រង់សារជាថ្មីគឺនៅឆ្នាំ 1884 កំណែទម្រង់សង្គមនៅឆ្នាំ 1884 គឺជាការបន្តនៅកម្មវិធីនយោបាយកំណែទម្រង់របស់បារាំងនៅឆ្នាំ 1877 ប៉ុន្តែបន្ថែមពីលើកំណែទម្រង់ឆ្នាំ 1877 គឺបារាំងបានយករាជការខ្មែរមកដាក់ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ខ្លួនតែម្ដងដែលធ្វើឲ្យព្រះមហាក្សត្រនឹងលែងមានអំណាចទៅទៀតហើយព្រះមហាក្សត្រគ្មានអ្វីក្រៅពីចាំតែទទួលហត្ថលេខារាល់ការសម្រេចចិត្តរបស់បារាំងនោះទេបាទយើងទៅចំណុច 2.3 ការបះបោររបស់ប្រជាជនកម្ពុជាក្នុងឆ្នាំ 1886 បាទលោកគ្រូសូមអាននៅចំណុចនេះក្រោយពីមើលឃើញថាកិច្ចព្រមព្រៀងឆ្នាំ 1884 ធ្វើឲ្យពួកគេបាត់បង់សិទ្ធិអំណាចដែលធ្លាប់មានពីមុនមកពួកមន្ត្រីសក្តិភូមិខ្មែរបានបំបះបំបោរប្រជាជនឲ្យចូលរួមធ្វើការតវ៉ានៅឆ្នាំ 1885 ការបះបោរដែលរៀបចំឡើងដោយមន្ត្រីរាជការបានផ្ទុះឡើងហើយបានរីករាលដាលយ៉ាងលឿនពេញផ្ទៃប្រទេសបាតុករបានលើកបដាទាមទារឲ្យបារាំងប្រគល់អំណាចថ្វាយព្រះមហាក្សត្រខ្មែរវិញការបះបោររបស់បាតុករពុំមានអរិយាប័ត្រជាការទាមទារឯករាជ្យទេចំណុចដែលសំខាន់គឺគេទាមទារឲ្យបារាំងដកអំណាចគ្រប់គ្រងដោយផ្ទាល់របស់ខ្លួនចេញពីប្រព័ន្ធរដ្ឋបាលខ្មែរដោយមិនចង់ឲ្យការបះបោរនេះប្រែក្លាយជាការបះបោរទាមទារឯករាជ្យជាតិបារាំងបានសម្របសម្រួលនឹងមន្ត្រីរាជការដើម្បីធ្វើការចរចារកដំណោះស្រាយនៅឆ្នាំ 1886 កិច្ចព្រមព្រៀងបានឈានដល់ការចុះហត្ថលេខាទ្វេភាគីបារាំងខ្មែរក្រោយការចុះហត្ថលេខាប្រជាជនបានបញ្ឈប់ការបះបោរយ៉ាងឆាប់រហ័សដោយអាស្រ័យទៅនឹងកិច្ចព្រមព្រៀងឆ្នាំ 1886 ព្រះមហាក្សត្រនិងមន្ត្រីរាជការខ្មែរបានទទួលមកវិញនៅតួនាទីក្នុងរដ្ឋបាលចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 1887 ប្រព័ន្ធរដ្ឋបាលកម្ពុជាត្រូវបានស្ដារឡើងវិញ Residence Superior បារាំងនៅក្នុងប្រទេសកម្ពុជាបានបន្តការងារជាទីប្រឹក្សាព្រះមហាក្សត្រខ្មែរដូចមុនដដែលដូច្នេះការប៉ុនប៉ងរបស់បារាំងដើម្បីកែប្រែសង្គមខ្មែរពីសង្គមប្រពៃណីទំនៀមទម្លាប់ឲ្យទៅជាសង្គមមួយដែលមានបែបផែនផលិតកម្មមូលធននិយមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីទទួលបរាជ័យជាលើកទី 2 បាទអញ្ចឹងក្រោយពីកំណែទម្រង់របស់បារាំងនៅឆ្នាំ 1884 ដែលជាកំណែទម្រង់លើកទី 2 នោះបានធ្វើឲ្យមានការកើតទុក្ខមិនសុខចិត្តទាំងពីព្រះមហាក្សត្រមន្ត្រីសក្តិភូមិខ្មែរក៏ដូចជាប្រជារាស្ត្រខ្មែរដោយមើលឃើញថាកិច្ចព្រមព្រៀងឆ្នាំ 1884 ធ្វើឲ្យខាតបង់ផលប្រយោជន៍របស់ពួកគេពេលនោះមន្ត្រីសក្តិភូមិដែលជាអ្នកមានអំណាចដោយផ្ទាល់ជាមួយនឹងប្រជារាស្ត្រខ្មែរបានបំបះបំបោរប្រជារាស្ត្រខ្មែរដើម្បីឲ្យប្រជារាស្ត្រខ្មែរ ងើបបះបោរប្រឆាំងជាមួយនឹងបារាំងស្ទាមទារឲ្យបារាំងប្រគល់សិទ្ធិនិងអំណាចឲ្យព្រះមហាក្សត្រឡើងវិញនៅពេលនោះដោយមើលឃើញថាចលនាបះបោរមិនមែនជាការទាមទារឯករាជ្យពីបារាំងទេគ្រាន់តែជាការទាមទារឲ្យបារាំងប្រគល់សិទ្ធិឲ្យព្រះមហាក្សត្រឡើងវិញនោះបារាំងក៏មិនបានចាត់វិធានការក្តៅអ្វីធំដុំដែរដោយបារាំងធ្វើការសម្របសម្រួលជាមួយនឹងព្រះមហាក្សត្រខ្មែរក៏ដូចជាមន្ត្រីសក្តិភូមិទាំងនោះដើម្បីឲ្យបាតុកម្មបះបោរទាំងនោះបញ្ចប់ទៅវិញក្រោយពីកិច្ចព្រមព្រៀងនៅឆ្នាំ 1886 ដែលធ្វើឡើងដោយបារាំងនិងព្រះមហាក្សត្រខ្មែរនោះពេលនោះព្រះមហាក្សត្រនិងមន្ត្រីរាជការខ្មែរក៏បានទូនាទីផ្នែកគ្រប់គ្រងរដ្ឋបាលត្រឡប់មកវិញហើយបាតុកម្មក៏បានបញ្ចប់ទៅវិញនៅពេលនោះផងដែរចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 1987 ប្រព័ន្ធរដ្ឋបាលកម្ពុជាត្រូវបានស្ដារឡើងវិញហើយ Residence Superior របស់បារាំងនៅក្នុងប្រទេសកម្ពុជាក៏បានបន្តតួនាទីជាទីប្រឹក្សាព្រះមហាក្សត្រខ្មែរដូចពីមុនដដែលសរុបសេចក្តីទៅគឺយើងឃើញថាការប៉ុនប៉ងរបស់បារាំងដើម្បីកែប្រែសង្គមខ្មែរពីសង្គមប្រពៃណីទំនៀមទម្លាប់បុរាណឲ្យទៅជាសង្គមទំនើបតាមបែបមូលធននិយមបារាំងនោះត្រូវទទួលបរាជ័យសារជាថ្មីម្ដងទៀតបាទយើងទៅចំណុច 2.4
វិទ្យុបាយថ្មីរបស់បារាំងក្នុងទិសដៅកំណែទម្រង់សង្គមកម្ពុជាបាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមយោងតាមកិច្ចព្រមព្រៀងឆ្នាំ1886បារាំងបានផ្អាកសកម្មភាពទិសដៅក្នុងកំណែទម្រង់សង្គមខ្មែរជាបណ្ដោះអាសន្នប៉ុន្តែគេមិនបោះបង់ផ្លូវនេះចោលទាំងស្រុងនោះទេបារាំងបានជ្រើសរើសយកមធ្យោបាយថ្មីដោយប្រើប្រាស់ទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទះគម្រោងរបស់ពួកគេនៅក្នុងដំណាក់កាលឆ្នាំ1888ឆ្នាំ1889រដ្ឋបាលបារាំងបានចុះហត្ថលេខាជាមួយព្រះមហាក្សត្រនរោត្តមលើកិច្ចព្រមព្រៀងមួយចំនួនដែលមានរូបភាពជាសេចក្តីប្រកាសរបស់ព្រះមហាក្សត្រប្រគល់អំណាចទៅឲ្យបារាំងវិញលទ្ធផលនៃសេចក្តីសម្រេចប្រតិយរបស់ព្រះមហាក្សត្រក្នុងការផ្ដល់អំណាចឲ្យបារាំងគឺ1អនុញ្ញាតឲ្យខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំងជាថ្នូរនឹងការលើកកម្ពស់ដល់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំងនិងសេចក្តីត្រូវការសំខាន់2បង្កើតក្រុមការងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាលបារាំងចាប់ពីខែមករាឆ្នាំ1892រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្ត្រីខ្មែរត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេសបារាំងធ្វើដូច្នេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្ត្រីពន្ធដារខ្មែរចំពោះបញ្ហាជាមួយនឹងមន្ត្រីរាជការខ្មែរបារាំងក៏បានយកប្រាក់មកធ្វើជាមធ្យោបាយដោះស្រាយដែរបារាំងបានអនុម័តច្បាប់ស្តីពីប្រាក់បៀវត្សមន្ត្រីរាជការមន្ត្រីរាជការខ្មែរអាចទទួលប្រាក់បៀវត្សខ្ពស់ជាការឆ្លើយតបគេឲ្យមន្ត្រីរាជការខ្មែរត្រូវតែធ្វើការដោយភក្តីភាពនិងអស់ពីសមត្ថភាពបើពុំដូច្នោះទេគេនឹងបាត់បង់ការងារបារាំងបានបង្កើតសាលារដ្ឋបាលសម្រាប់មន្ត្រីខ្មែរជាលក្ខណៈមន្ត្រីរាជការទាំងអស់ត្រូវឆ្លងកាត់សាលានេះមន្ត្រីរាជការដែលធ្លាប់តែជំទាស់តវ៉ារារាំងកំណែទម្រង់របស់បារាំងក៏ប្រែក្លាយជាស្ងប់ស្ងាត់ទៅវិញដូច្នេះទោះបីជាបារាំងបានផ្អាកសកម្មភាពបន្តិចនៅឆ្នាំ1886ក៏ពិតមែនប៉ុន្តែក្នុងរយៈពេលយ៉ាងខ្លីប៉ុណ្ណោះបារាំងក៏ច្បាមយកអំណាចមកវិញទាំងអស់ជាពិសេសអំណាចគ្រប់គ្រងទាំងស្រុងលើប្រព័ន្ធរដ្ឋបាលនិងប្រព័ន្ធពន្ធដារខ្មែរបាទចំណុចទី4គឺយើងនិយាយអំពីមធ្យោបាយថ្មីរបស់បារាំងនៅក្នុងការធ្វើកំណែទម្រង់របស់ខ្លួនក្រោយពីកំណែទម្រង់លើកទី1របស់ខ្លួនគឺឆ្នាំ1877ទទួលបរាជ័យហើយកំណែទម្រង់លើកទី2របស់ខ្លួនឆ្នាំ1884ទទួលបរាជ័យពេលនោះបារាំងបានប្រើប្រាស់នយោបាយថ្មីរបស់ខ្លួនដើម្បីធ្វើកំណែទម្រង់សង្គមកម្ពុជាបាទនយោបាយកំណែទម្រង់សង្គមថ្មីរបស់បារាំងនេះពួកគេប្រើប្រាស់អំណាចទឹកប្រាក់ដើម្បីឲ្យការអនុវត្តនៅនយោបាយកំណែទម្រង់របស់គេទទួលបានជោគជ័យបាទអញ្ចឹងនៅពេលដែលបារាំងប្រើប្រាស់ទឹកលុយដើម្បីធ្វើជាឧបករណ៍នៅក្នុងការធ្វើកំណែទម្រង់សង្គមខ្មែរនៅពេលនោះគឺមិនមានចលនាប្រឆាំងអ្វីទៅនឹងបារាំងទៀតទេបាទអញ្ចឹងបារាំងបានប្រើប្រាស់លុយដើម្បីធ្វើឲ្យមន្ត្រីសក្តិភូមិខ្មែរដែលធ្លាប់តែតវ៉ាជំទាស់នោះស្ងប់ស្ងាត់ហើយពួកគេបានអនុវត្តនៅនយោបាយកំណែទម្រង់របស់ពួកគេបានជោគជ័យបាទអញ្ចឹងនយោបាយកំណែទម្រង់ថ្មីនេះគឺបារាំងបានធ្វើការគ្រប់គ្រងដោយផ្ទាល់ទៅលើរដ្ឋបាលខ្មែរព្រមទាំងដកហូតសិទ្ធិប្រមូលពន្ធដែលធ្លាប់តែធ្វើឡើងដោយមន្ត្រីរាជការខ្មែរនោះទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងតែម្ដងបាទអញ្ចឹងគឺការប្រមូលពន្ធត្រូវធ្វើឡើងដោយបារាំងដោយផ្ទាល់ដែលពីមុនមកធ្លាប់តែធ្វើឡើងដោយមន្ត្រីរាជការខ្មែរបាទជាបន្តយើងទៅចំណុច 2.5 លទ្ធផលកំណែទម្រង់សង្គមរបស់បារាំងបាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមការធ្វើកំណែទម្រង់រដ្ឋបាលអាណានិគមបារាំងនៅក្នុងប្រទេសកម្ពុជាឈានទៅដល់ការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅនិងជំរុញឲ្យសង្គមមានការវិវត្តន៍បើប្រៀបធៀបក្នុងរយៈពេល25ឆ្នាំមុនពីឆ្នាំ1884ដល់ឆ្នាំ1910ហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងអស់ត្រូវបានកែប្រែមុខមាត់ថ្មីនៅក្នុងវិស័យរដ្ឋបាលដែលធ្លាប់តែមានភាពអនាធិបតេយ្យអសមត្ថភាពនិងគ្មានប្រសិទ្ធភាពត្រូវបានជំនួសដោយរបៀបគ្រប់គ្រងរដ្ឋបាលថ្មីរបស់អាណានិគមនិយមបារាំងដែលដឹកនាំដោយរេស៊ីដង់នៅរាជធានីភ្នំពេញនិងនៅតាមខេត្តដោយសារកំណែទម្រង់លើប្រព័ន្ធពន្ធដាររដ្ឋបាលការពង្រឹងច្បាប់លើកម្មសិទ្ធិដីធ្លីការលុបបំបាត់របបទេសភាពវិស័យចិត្តសាស្ត្រសង្គមក៏មានការប្រែប្រួលច្រើនណាស់ដែរការបង្កើតឡើងនៃការចុះបញ្ជីដីធ្លីការផ្លាស់ប្ដូរប្រពៃណីទំនៀមទម្លាប់បុរាណបង្កើតកម្មសិទ្ធិលើដីធ្លីការបង្កើតប្រព័ន្ធច្បាប់ថ្មីគឺជាជំនួយផ្នែកស្មារតីនៃសង្គមខ្មែរឲ្យរស់ប្រកបដោយឯករាជ្យនិងស្ថិរភាពជាពិសេសម្ចាស់ដីតូចតាច
វិស័យពាណិជ្ជកម្មនៅក្នុងសង្គមខ្មែរបានលេចឡើងជាសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្មនៅក្នុងការទិញដូរអចលនទ្រព្យការដាក់បញ្ចាំស្របពេលការធ្វើជំនួញស្រូវអង្ករនៅក្នុងទីក្រុងស្ថានភាពបែបនេះបានលេចឡើងនៅទំនាក់ទំនងប្រព័ន្ធទីផ្សារថ្មីដែលជាទំនាស់ទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរនៅក្នុងសង្គមជាលទ្ធផលមានការលេចឡើងនៅពួកអ្នកមានដែលភាគច្រើនជាជនជាតិចិននិងយួនរីឯកសិករខ្មែរភាគច្រើនក៏คล้ายទៅជាអ្នករងគ្រោះអស់ដីធ្លីដោយសារការលក់បញ្ចាំនៅក្នុងវិស័យកសិកម្មមានការបង្កើតប្រព័ន្ធកសិកម្មគឺកសិដ្ឋានចំពោះប្រព័ន្ធសេដ្ឋកិច្ចកសិកម្មបែបនេះកសិករខ្មែរពុំបានត្រៀមខ្លួនទុកជាមុនទេទាំងផ្នែកយល់ដឹងទាំងផ្នែកសម្ភារៈដូច្នេះលទ្ធផលនៃកំណែទម្រង់លើវិស័យកសិកម្មធ្វើឲ្យកម្ពុជាមានមុខមាត់នៅលើទីផ្សារអន្តរជាតិសង្គមកម្ពុជាបានបង្កើតឡើងនៅប្រព័ន្ធផ្គត់ផ្គង់ផលិតផលលើទីផ្សារដែលកម្លាំងផលិតកម្មរស់នៅបែបធម្មជាតិរបស់កសិករខ្មែរភាគច្រើនទន្ទឹមនឹងនេះសង្គមខ្មែរបានប្រឈមនឹងបញ្ហាថ្មីបន្ថែមទៀតក្នុងសេដ្ឋកិច្ចកសិកម្មគឺដំណើរការវិវត្តភាពខុសគ្នានៃស្ថានភាពកសិករនៅតាមទីជនបទដែលប្រែក្លាយជាកសិករស៊ីឈ្នួលធ្វើស្រែដោយសារការបាត់បង់ដីធ្លីនិងម្ចាស់ដីធំៗជាអ្នកគ្រប់គ្រងផលិតកម្មទាំងអស់នោះគម្លាតរវាងអ្នកមាននិងអ្នកក្របានបង្កើតជាទំនាស់យ៉ាងស្រួចស្រាលបន្ទាប់ពីបារាំងប្រគល់ឯករាជ្យឲ្យកម្ពុជានៅឆ្នាំ1953ពួកអាណានិគមបានបន្សល់បញ្ហាទាំងអស់នេះសម្រាប់អ្នកកាន់អំណាចកម្ពុជាធ្វើការដោះស្រាយបាទចំណុច 2.5 នេះគឺយើងនិយាយអំពីលទ្ធផលនៃកំណែទម្រង់សង្គមរបស់បារាំងបាទអញ្ចឹងក្រោយពីបារាំងបានអនុវត្តដោយជោគជ័យនៅកំណែទម្រង់របស់ខ្លួនក្នុងសង្គមខ្មែរធ្វើឲ្យស្ថានភាពសង្គមខ្មែរមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងវិស័យរដ្ឋបាលដែលពីមុនមកគេធ្លាប់តែឃើញមានអាណាធិបតេយ្យអសមត្ថភាពអំពើពុករលួយបានកែប្រែគឺធ្វើឲ្យការគ្រប់គ្រងរដ្ឋបាលថ្មីរបស់អាណានិគមនិយមបារាំងនឹងគឺមានភាពរឹងមាំហើយនិងច្បាស់លាស់ចំណែកឯកំណែទម្រង់លើវិស័យពន្ធដារគឺការពង្រឹងទៅលើកម្មសិទ្ធិដីធ្លីការលុបបំបាត់ទេសភាពវិស័យចិត្តសាស្ត្រសង្គមក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរបាទអញ្ចឹងដោយសារតែកំណែទម្រង់ទាំងអស់នេះគឺធ្វើឲ្យលេចឡើងនៅរូបភាពថ្មីនៃសង្គមគឺវត្តមាននៃអ្នកមាននិងអ្នកក្របាទហើយគម្លាតរវាងអ្នកមានដែលភាគច្រើនជាជនជាតិចិននិងយួនហើយអ្នកក្រដែលជាជនជាតិខ្មែរម្ចាស់ស្រុកនោះបានធ្វើឲ្យទំនាស់សង្គមថ្មីមួយទៀតលេចឡើងយ៉ាងស្រួចស្រាលក្រោយពីបារាំងបានចាកចេញពីកម្ពុជានៅឆ្នាំ1953ទំនាស់សង្គមរវាងវណ្ណៈអ្នកមាននិងអ្នកក្របានចាក់ឫសយ៉ាងជ្រៅហើយវាបានคล้ายទៅជាដុំបាល់នៃបញ្ហាដែលបន្សល់ទុកសម្រាប់អ្នកនយោបាយក្រោយពីកម្ពុជាទទួលបានឯករាជ្យត្រូវដោះស្រាយបាទយើងទៅចំណុចទី3ការតស៊ូដើម្បីឯករាជ្យជាតិនិងសន្ធិសញ្ញាក្រុងហ្សឺណែវឆ្នាំ1954បាទលោកគ្រូសូមអានសេចក្តីផ្ដើមនៃចំណុចទី3នេះបន្ទាប់មកលោកគ្រូនឹងធ្វើការអធិប្បាយជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាចលនាតស៊ូដើម្បីឯករាជ្យជាតិបានចែកជាពីរផ្នែកផ្សេងគ្នាគឺដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈដែលមានការជួយគាំទ្រពីកងកម្លាំងវិមិញ 2. ការតស៊ូដោយសន្តិវិធីដឹកនាំដោយសម្ដេចនរោត្តមសីហនុតាមរយៈនយោបាយការទូតបាទអញ្ចឹងនៅក្នុងចលនាតស៊ូដើម្បីទាមទារឯករាជ្យរបស់កម្ពុជាពីបារាំងស្ដែងចេញក្នុងរូបភាព2ទី1គឺចលនាតស៊ូដែលស្ដែងចេញតាមរយៈកម្លាំងអាវុធនិងទី2ចលនាតស៊ូដែលស្ដែងចេញតាមរយៈកម្លាំងនយោបាយបាទគឺតាមរយៈការធ្វើនយោបាយការបរទេសដើម្បីទាមទារឯករាជ្យពីអាណានិគមបារាំងបាទជាបន្តលោកគ្រូទៅចំណុច 3.1 រណសិរ្សខ្មែរឥស្សរៈបាទលោកគ្រូសូមអាននៅចំណុចនេះនៅចុងឆ្នាំ1944បកកុម្មុយនីសឥណ្ឌូចិនចាប់ផ្ដើមបង្កើតកងទ័ពជាតិនៅប្រទេសវៀតណាមនានីតិខែរដូវឆ្នាំ1945បានចាប់ផ្ដើមធ្វើបាតុកម្មក្នុងតំបន់រំដោះនៃប្រទេសកម្ពុជានៅខែសីហាឆ្នាំ1945នៅប្រទេសវៀតណាមក្រោមការដឹកនាំរបស់បកកុម្មុយនីសឥណ្ឌូចិនការបះបោរបានផ្ទុះយ៉ាងខ្លាំងនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1954គេបានបង្កើតរដ្ឋឯករាជ្យមួយឈ្មោះសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមពួកចិនជាតិនិយមដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាមនិងពួកអង់គ្លេសបារាំងដែលកាន់កាប់ភាគខាងត្បូងបានប្រយុទ្ធគ្នាដើម្បីទឹកដីអាណានិគមរបស់ខ្លួនវៀតណាមត្រូវការចាំបាច់សម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីរបស់ខ្លួន
នៅឆ្នាំ1946សង្គ្រាមទាមទារឯករាជ្យបានផ្ទុះឡើងនិងរីករាលដាលគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាមហើយចលនានេះរាលដាលនៅក្នុងទឹកដីកម្ពុជាក្រោយមកទើបលេចចេញចលនាតស៊ូប្រដាប់អាវុធរបស់ខ្មែរឥស្សរៈនៅកម្ពុជារណសិរ្សខ្មែរឥស្សរៈដំបូងពុំទាន់កសាងមូលដ្ឋានរបស់ខ្លួនទេទោះជាយ៉ាងណាក៏ដោយក្រោមការដឹកនាំរបស់បកកុម្មុយនីសឥណ្ឌូចិនរណសិរ្សខ្មែរឥស្សរៈបានបង្កើតសកម្មភាពយ៉ាងសកម្មកងទ័ពជាតិវៀតណាមខាងជើងបានចូលមកដល់ប្រទេសកម្ពុជាដែលធ្វើឲ្យការប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមបារាំងកាន់តែខ្លាំងក្លាឡើងនៅក្នុងឆ្នាំ1947-1948ដោយបានទទួលការគាំពារពីកម្លាំងវៀតណាមរណសិរ្សខ្មែរឥស្សរៈបានកសាងមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ1949កងទ័ពខ្មែរឥស្សរៈបានពង្រីកតំបន់កាន់កាប់របស់ខ្លួននៅលើផ្ទៃដី1/3នៃផ្ទៃប្រទេសទាំងមូលដែលមានប្រជាជនចំនួនប្រហែល1លាននាក់រស់នៅដោយពើប្រទះនៅព្រឹត្តិការណ៍យ៉ាងនេះសម្ដេចនរោត្តមសីហនុនិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ1949ដែលមានអត្ថន័យថាព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំងបាទចំណុចនេះគឺយើងនិយាយអំពីចលនាតស៊ូដោយកម្លាំងអាវុធនៅកម្ពុជាប្រឆាំងជាមួយនឹងពួកអាណានិគមបារាំងបាទអញ្ចឹងចលនាតស៊ូដោយកងកម្លាំងប្រដាប់អាវុធនៅកម្ពុជាដែលទាមទារឯករាជ្យពីបារាំងគឺដឹកនាំដោយខ្មែរឥស្សរៈហើយក្រុមខ្មែរឥស្សរៈនេះគឺជាផ្នែកមួយដែលបង្កើតឡើងដោយបកកុម្មុយនីសឥណ្ឌូចិនបាទបកកុម្មុយនីសឥណ្ឌូចិនគឺជាបកដែលបង្កើតឡើងដោយហ៊ូជីមិញបាទអញ្ចឹងលោកហ៊ូជីមិញគាត់បានបង្កើតបកកុម្មុយនីសឥណ្ឌូចិនក្រោយពេលបង្កើតបកកុម្មុយនីសឥណ្ឌូចិនហើយបកនេះធ្វើសកម្មភាពនៅក្នុងប្រទេសទាំង3នៃតំបន់ឥណ្ឌូចិនទាំងមូលគឺវៀតណាមកម្ពុជាហើយនិងឡាវបាទអញ្ចឹងដោយយល់ឃើញថាបើសិនជាវៀតណាមមកធ្វើសកម្មភាពនៅកម្ពុជាតែម្ដងវាជារឿងដែលមិនសមហេតុផលហើយវាក៏ជារឿងដែលមិនត្រឹមត្រូវដោយសារតែវៀតណាមមិនអាចមកធ្វើសកម្មភាពនៅលើទឹកដីនៃរដ្ឋដទៃគឺកម្ពុជាបានទេដូច្នេះហើយបានជាគេបង្កើតចលនាមួយដែលចលនានោះគឺជាចលនាតស៊ូរបស់ខ្មែរប៉ុន្តែស្ថិតនៅក្រោមខ្សែញាក់របស់បកកុម្មុយនីសឥណ្ឌូចិនគឺដឹកនាំដោយលោកហ៊ូជីមិញបាទអញ្ចឹងក្រោយពីបង្កើតចលនាតស៊ូនេះរួចហើយគឺក្រុមខ្មែរឥស្សរៈបានធ្វើសកម្មភាពជាបន្តបន្ទាប់ដើម្បីដេញបារាំងហើយសកម្មភាពតស៊ូដែលដឹកនាំដោយខ្មែរឥស្សរៈនេះបានទទួលជោគជ័យជាបន្តបន្ទាប់បាទយើងទៅចំណុច 3.2 ព្រះរាជដំណើរទៅកាន់ប្រទេសបារាំងបាទលោកគ្រូសូមអាននៅចំណុចនេះនៅថ្ងៃទី9ខែកុម្ភៈឆ្នាំ1953ព្រះអង្គបានយាងចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំងដោយប្រគល់កិច្ចការប្រទេសជាតិឲ្យព្រះរាជបិតាព្រះបាទសុរាម្រិតនិងឯកឧត្តមប៉ែននុតជាឧបនាយករដ្ឋមន្ត្រីនៅប្រទេសបារាំងព្រះអង្គទ្រង់គង់នៅទីក្រុងណាពូលក្នុងតំបន់អាល់ខាងក្រោមហើយក៏បានផ្ញើសារទៅលោកវ៉ាងសង់អូរីយ៉ូលនៅថ្ងៃទី5ខែមីនាឆ្នាំ1953ដោយមានសេចក្តីថាក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារាំងខ្ញុំមានជំនឿថាបារាំងនឹងសន្យាផ្ដល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាពលរដ្ឋរបស់ខ្ញុំគឺការនាំមកនូវឯករាជ្យភាពពេញលេញជូនមាតុភូមិក្នុងន័យនេះបើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការយោធាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនោះទេឈ្មោះថាប្រទេសកម្ពុជាមិនបាននៅឯករាជ្យពេញលេញឡើយអស់រយៈពេល2សប្តាហ៍ក្នុងការរងចាំចម្លើយពីប្រធានាធិបតីបារាំងដោយពុំបានទទួលផ្លែផ្កាមកព្រះអង្គបានផ្ញើលិខិតជាលើកទី2ដោយសុំឲ្យបារាំងឆ្លើយនឹងសំណើនេះឲ្យបានឆាប់បំផុតចម្លើយដែលព្រះអង្គបានទទួលគឺបដិសណ្ឋារកិច្ចរបស់លោកអូរីយ៉ូក្នុងពិធីលៀងសាយភោជនៅវិមានអេលីសេនៅថ្ងៃពុធទី25ខែមិនិនាឆ្នាំ1953ប៉ុន្តែมันមានន័យអ្វីសម្រាប់បញ្ហានយោបាយឡើយអញ្ចឹងចំណុច 3.2 គឺយើងនិយាយអំពីព្រះរាជដំណើរទៅកាន់ប្រទេសបារាំងរបស់ព្រះបាទនរោត្តមសីហនុគោលបំណងដែលព្រះអង្គធ្វើដំណើរទៅប្រទេសបារាំងក្នុងឆ្នាំ1953នោះគឺព្រះអង្គមានបំណងចង់ឲ្យបារាំងប្រគល់នូវឯករាជ្យភាពពេញបរិបូរណ៍ដល់ប្រទេសកម្ពុជាបាទអញ្ចឹងធ្វើទៅបត់ថាបារាំងយល់ព្រមទទួលស្គាល់ឯករាជ្យកម្ពុជាកន្លងមកប៉ុន្តែគ្រាន់តែជាឯករាជ្យមួយដែលមិនពិតប្រាកដពីព្រោះអំណាចកន្លឹះរបស់រដ្ឋគឺស្ថិតនៅក្នុងកណ្ដាប់ដៃបារាំងដដែលដូចជាអំណាចខាងតុលាការយោធាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាដើមបាទអញ្ចឹងព្រះអង្គបានធ្វើដំណើរទៅប្រទេសបារាំងក្នុងបំណងឲ្យបារាំងប្រគល់ឯករាជ្យភាពពេញលេញដល់កម្ពុជា
បាទយើងទៅចំណុច 3.3 ព្រះរាជដំណើរទៅកាន់ប្រទេសកាណាដានិងសហរដ្ឋអាមេរិកបាទលោកគ្រូសូមអាននៅចំណុចនេះការយាងទៅប្រទេសកាណាដាដោយសង្ឃឹមថាប្រទេសនេះជាប្រទេសនិយាយភាសាបារាំងទទួលអរិយធម៌បារាំងហើយអាចមានឥទ្ធិពលក្នុងការទាក់ទាញរដ្ឋាភិបាលបារាំងឲ្យយល់ពីបញ្ហារបស់ប្រទេសនៅក្រោមអាណានិគមនៅថ្ងៃទី12ខែមេសាឆ្នាំ1953ព្រះអង្គបានធ្វើសន្និសីទកាសែតតាមវិទ្យុកាណាដាដោយបញ្ជាក់ការផ្សព្វផ្សាយរបស់ពួកអ៊ីសារ៉ានិងពួកកុម្មុយនីសមានឥទ្ធិពលខ្លាំងក្នុងការទាក់ទាញប្រជាជនដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពនៃប្រទេសកម្ពុជានៅទីក្រុងតូរ៉ង់តូព្រះអង្គបានប្រកាសថាលទ្ធផលនៅតែអវិជ្ជមានដដែលបើប្រជាជននៃប្រទេសជឿនលឿនមិនចូលរួមក្នុងបុព្វហេតុនៃការតស៊ូដ៏ត្រឹមត្រូវនេះព្រះអង្គបានចាកចេញពីប្រទេសកាណាដាមកសហរដ្ឋអាមេរិកដំណឹងនេះបានធ្វើឲ្យមេដឹកនាំសំខាន់របស់ពួកខ្មែរអិសរាជឈ្មោះពុតឆាយនិងនិលពេជ្របាននាំទ័ពមកចុះចូលនឹងកងទ័ពខេមរភូមិន្ទនៅសហរដ្ឋអាមេរិកព្រះអង្គបានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេស John Foster Dole នៅទីក្រុង Washington ដើម្បីពន្យល់នៅគំនិតខាងលើនៅពេលនោះលោករដ្ឋមន្ត្រីការបរទេសបាននិយាយថាសហរដ្ឋអាមេរិកក៏មានការពេញចិត្តចំពោះការផ្ដល់ឯករាជ្យភាពដល់កម្ពុជាដែរប៉ុន្តែនៅពេលនោះសហរដ្ឋអាមេរិកកំពុងជួបប្រទះនូវបញ្ហាដែលមិនទាន់បានដោះស្រាយគឺបញ្ហាសង្គ្រាមឥណ្ឌូចិនលើកទី1ដែលមិនទាន់បានទទួលលទ្ធផលឈ្នះឬចាញ់ប៉ុន្តែសហរដ្ឋអាមេរិកសន្យាថានឹងជួយកម្ពុជាឲ្យទទួលបានឯករាជ្យពេញលេញនៅពេលណាដែលសង្គ្រាមឥណ្ឌូចិនបានចប់សពគ្រប់លទ្ធផលនៃជំនួបនេះបានធ្វើឲ្យព្រះអង្គខកប្រទេសជាខ្លាំងប៉ុន្តែព្រះអង្គនៅតែមានក្តីសង្ឃឹមក្នុងការទាក់ទាញអ្នកនយោបាយបរទេសដើម្បីឲ្យយល់ពីបញ្ហារបស់ខ្មែរនៅទីក្រុងញូវយ៉កព្រះអង្គបានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារកាសែត New York Times នៅថ្ងៃអាទិត្យទី19ខែមេសាឆ្នាំ1953កាសែតនេះបានចុះផ្សាយនៅទំព័រមុខរបស់ខ្លួននៅអត្ថបទដែលមានឥទ្ធិពលដោយគ្រាប់បែកមួយគ្រាប់អត្ថបទនោះបញ្ជាក់ថាប្រសិនបើប្រទេសនៅឥណ្ឌូចិនមិនបានទទួលឯករាជ្យពីបារាំងនោះទេប្រជាជនខ្មែរនៅទូទាំងប្រទេសនឹងក្រោកឡើងធ្វើការប្រឆាំងនឹងអាណានិគមនៅពេលនោះជោគជ័យរបស់ពួកកុម្មុយនីសនឹងកើតមានជាស្វ័យប្រវត្តិប្រសិទ្ធភាពនៃកាសែត New York Times បានជំរុញឲ្យបារាំងទទួលយកការចរចាជាថ្មីនៅទីក្រុងប៉ារីសនៅថ្ងៃទី23ខែមេសាឆ្នាំ1953ដែលមានឯកឧត្តមប៉ែននុតព្រះអង្គម្ចាស់មុនីរ៉េតជាតំណាងប្រតិភូខ្មែរនៅថ្ងៃទី9ខែឧសភាឆ្នាំ1953បារាំងបានប្រគល់ផ្នែកអន្តរាគមន៍មកដាក់ក្រោមបញ្ជារាជការខ្មែរនិងផ្នែកផ្សេងទៀតជាបន្តបន្ទាប់ប៉ុន្តែផ្នែកខ្លះប្រគល់ឲ្យហើយតែនាំឲ្យខូចផលប្រយោជន៍ខ្មែរដូចជាបញ្ហាហិរញ្ញវត្ថុជាដើមបាទចំណុច 3.2 គឺយើងនិយាយអំពីព្រះរាជដំណើររបស់ព្រះបាទនរោត្តមសីហនុដែលព្រះអង្គបានធ្វើដំណើរទៅប្រទេសកាណាដានិងសហរដ្ឋអាមេរិកបាទអញ្ចឹងក្រោយពីការធ្វើដំណើររបស់ព្រះអង្គទៅប្រទេសបារាំងមិនទទួលបានលទ្ធផលជាផ្លែផ្កាព្រះអង្គបានធ្វើដំណើរទៅប្រទេសកាណាដានិងទៅសហរដ្ឋអាមេរិកមូលហេតុដែលព្រះអង្គទៅប្រទេសកាណាដាដោយសារតែព្រះអង្គយល់ឃើញថាកាណាដាគឺជាប្រទេសដែលទទួលយកនៅអរិយធម៌បារាំងដូច្នេះច្បាស់ជាមានឥទ្ធិពលទៅដល់រដ្ឋាភិបាលបារាំងដែលធ្វើឲ្យរដ្ឋាភិបាលបារាំងគិតគូរសារជាថ្មីអំពីការចរចាបញ្ហាឯករាជ្យរបស់ខ្មែរចំពោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលគ្រប់គ្រងការរំសាយអាណានិគមប៉ុន្តែសហរដ្ឋអាមេរិកក៏មិនបានសន្យាមុតមមថានឹងជួយទាមទារឯករាជ្យខ្មែរពីបារាំងមកឲ្យខ្មែរដែរដោយសហរដ្ឋអាមេរិកបានធ្វើការសន្យាថានៅពេលណាដែលសង្គ្រាមឥណ្ឌូចិនលើកទី1បានចប់គឺធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវឯករាជ្យពេញបរិបូរណ៍ពីបារាំងបាទយើងទៅចំណុច 3.4 ដំណើរយាងទៅព្រះរាជាណាចក្រថៃបាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមព្រះបាទនរោត្តមសីហនុទ្រង់បានរៀបចំព្រះរាជដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃដោយសម្ចតសម្រាប់ប្រកាយនៅខេត្តសៀមរាបមុននឹងឆ្ពោះទៅកាន់ប្រទេសថៃតាមប៉ោយប៉ែតនៅថ្ងៃទី12ខែមិថុនាឆ្នាំ1953ព្រះអង្គបានប្រកាសយ៉ាងឱឡារិកនៅខេត្តសៀមរាបថាប្រជាជាតិខ្មែរទាំងមូលបានសម្ដែងនូវទឹកចិត្តដ៏មោះមុតក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈនៅក្នុងការប្រគល់ឯករាជ្យឲ្យយើងក៏ដោយនៅថ្ងៃទី14ខែមិថុនាឆ្នាំ1953ព្រះអង្គបានយាងទៅកាន់ទីក្រុងបាងកកជាមួយរាជវង្សានុវង្សមួយចំនួនប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបាននាយករដ្ឋមន្ត្រីថៃលួងវិបុលសង្គ្រាមទទួលយ៉ាងសោះអង្គើយនៅប្រទេសកម្ពុជាឯនេះវិញពួកប្រជាធិបតេយ្យដែលនិយមស្ដាំបានឈប់បង្កចំនួនហើយរួមគ្នាជាមួយរដ្ឋាភិបាលប្រជារាស្ត្រខ្មែរទាំងស្រីទាំងប្រុសចំនួន40,000នាក់ស្ម័គ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយទទួលការហ្វឹកហាត់យ៉ាងសកម្ម
ដោយបដិញ្ញាថានឹងដង្ហែតាមព្រះបាទនរោត្តមសីហនុដើម្បីដណ្ដើមឯករាជ្យជូនមាតុភូមិទោះបីជាត្រូវបូជាជីវិតក៏ដោយនៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី7ខែកក្កដាឆ្នាំ1953ប្រទេសកម្ពុជាបានផ្ញើសារទៅកាន់ប្រទេសបារាំងពីអំណាចទាំងឡាយដែលខ្មែរទាមទារពីបារាំងក្រោយមករដ្ឋាភិបាលបារាំងបានផ្ញើសារតបមកវិញថាបារាំងបានយល់ព្រមប្រគល់អំណាចទាំងអស់ឲ្យខ្មែរវិញជាបន្ទាន់ព្រះបាទនរោត្តមសីហនុបានយាងនិវត្តន៍ពីប្រទេសថៃមកវិញនៅថ្ងៃទី21ខែមិថុនាឆ្នាំ1953ហើយព្រះអង្គគង់នៅខេត្តសៀមរាបដែលជាតំបន់ស្វយ័តពុំមានកងទ័ពបារាំងដើម្បីស្ដាប់ការចរចានៅទីក្រុងភ្នំពេញនៅទីក្រុងភ្នំពេញថ្ងៃទី29ខែសីហាឆ្នាំ1953មានការចុះហត្ថលេខានៃកិច្ចព្រមព្រៀងបារាំងខ្មែរទេផ្នែកយុទ្ធភ័ណ្ឌនិងប៉ូលីសមកឲ្យខ្មែរលុះដល់ថ្ងៃទី17ខែតុលាមានការចុះហត្ថលេខាមួយទៀតស្ដីពីការប្រគល់អធិបតេយ្យភាពខាងផ្នែកយោធាកម្ពុជាទាំងមូលសម្ដេចព្រះនរោត្តមសីហនុបានយាងចូលទីក្រុងភ្នំពេញនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1953ប្រកបដោយស្នូទះដៃនិងសម្លេងជ័យឃោសយ៉ាងកងរំពងអបអរសាទរចំពោះការទាមទារឯករាជ្យជូនមាតុភូមិតាមការសន្យាពិតប្រាកដរបស់ទ្រង់ដែលស័ក្តិសមជាព្រះបិតាឯករាជ្យជាតិនិងមហាវីរបុរសជាតិនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953បានប្រារព្ធពិធីផ្ទេរអំណាចមួយនៅពីមុខព្រះបរមរាជវាំងដោយឧត្តមសេនីយ៍ឡង់ខ្លាតថ្វាយព្រះមហាក្សត្រខ្មែរយ៉ាងឱឡារិកចាប់ពីពេលនោះមកនៅថ្ងៃទី9ខែវិច្ឆិកាត្រូវបានប្រកាសជាថ្ងៃឯករាជ្យនៃប្រទេសកម្ពុជាដែលខ្មែរយើងតែងតែប្រារព្ធធ្វើបុណ្យរំលឹកខួបជារៀងរាល់ឆ្នាំបាទចំណុច 3.4 នេះគឺយើងនិយាយអំពីព្រះរាជដំណើរទៅកាន់ប្រទេសថៃរបស់ព្រះបាទនរោត្តមសីហនុនៅក្នុងការទាមទារឯករាជ្យពីបារាំងព្រះបាទនរោត្តមសីហនុទ្រង់បានរៀបចំព្រះរាជពិធីទស្សនកិច្ចទៅកាន់ប្រទេសថៃដោយព្រះអង្គបានសម្រាកនៅខេត្តសៀមរាបមុននឹងឆ្ពោះទៅកាន់ប្រទេសថៃហើយនៅថ្ងៃទី12ខែមិថុនាឆ្នាំ1953ព្រះអង្គបានប្រកាសជាឡារឹកនៅខេត្តសៀមរាបថាប្រជាជនខ្មែរទាំងមូលបានសម្ដែងនូវទឹកចិត្តដ៏មោះមុតនៅក្នុងការទាមទារឯករាជ្យពីបារាំងឲ្យខាងតែបាននៅពេលនោះពួកស្ដាំនិយមដែលធ្លាប់តែមាននិន្នាការប្រឆាំងជាមួយនឹងកូនណាសីហនុបានបញ្ឈប់ការប្រឆាំងរបស់ពួកគេហើយបានចូលរួមជាមួយរដ្ឋាភិបាលនៅក្នុងការធ្វើយ៉ាងណាបង្ខំឲ្យបារាំងប្រគល់ឯករាជ្យមកឲ្យកម្ពុជាវិញហើយក្នុងពេលជាមួយគ្នានោះផងដែរប្រជាជនខ្មែរទាំងស្រីទាំងប្រុសប្រមាណជាង40ម៉ឺននាក់បានស្ម័គ្រចិត្តចូលក្នុងកងជីវពលដោយទទួលបាននូវការវឹកហាត់ខាងយោធាគឺធ្វើយ៉ាងណាត្រៀមខ្លួននៅក្នុងការប្រយុទ្ធបដូរផ្ដាច់ជាមួយនឹងបារាំងដើម្បីដណ្ដើមឯករាជ្យដោយសារតែមានការស្រោះស្រួលគ្នាទាំងមន្ត្រីទាំងព្រះមហាក្សត្រក៏ដូចជាប្រជារាស្ត្រនៅក្នុងការទាមទារឯករាជ្យនោះធ្វើឲ្យរដ្ឋាភិបាលបារាំងយល់ព្រមប្រគល់ឯករាជ្យមកឲ្យប្រទេសកម្ពុជាជាបន្តបន្ទាប់ហើយពិធីដែលជានិមិត្តរូបនៃការផ្ទេរអំណាចក៏ដូចជាផ្ទេរឯករាជ្យពីបារាំងមកឲ្យប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនៅមុខព្រះបរមរាជវាំងគឺថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ហើយថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953នេះផងដែរវាបានក្លាយទៅជាបុណ្យឯករាជ្យជាតិដែលប្រទេសកម្ពុជាយើងប្រារព្ធធ្វើជារៀងរាល់ឆ្នាំបាទទោះបីជាមកដល់បច្ចុប្បន្ននេះគឺយើងនៅតែធ្វើដែរអញ្ចឹងថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953គឺជាទិវានៃបុណ្យឯករាជ្យជាតិដែលជាការរំលឹកដល់ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងបាទយើងទៅចំណុច 3.5 ប្រតិបត្តិការបណ្ដេញពួកវីតមិញបាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមពួកវីតមិញបានចូលមកលាក់ខ្លួននៅខុសច្បាប់ក្នុងទឹកដីខ្មែរតាំងពីឆ្នាំ1949ដោយមានការគាំទ្រពីពួកខ្មែរអិសរាជនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ1954មេដឹកនាំក្រុមខ្មែរអិសរាជសំខាន់ៗដូចជាសវាងវង្សនិងទ្រង់ច័ន្ទរាំងសីបានចុះចូលជាមួយសង្គមជាតិវិញនៅខេត្តកំពង់ស្ពឺព្រះបាទនរោត្តមសីហនុទ្រង់ជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំប្រតិបត្តិការឈ្មោះមហាសាមគ្គីដើម្បីបណ្ដេញពួកវីតមិញឲ្យចេញពីដែនដីខ្មែរចាប់ពីខេត្តបាត់ដំបងរហូតដល់ខេត្តក្រចេះនិងស្ទឹងត្រែងនៅក្នុងខេត្តក្រចេះកងខេមរៈភូមិន្ទបានប្រយុទ្ធខ្លួនទល់ខ្លួនប្រកបដោយវីរភាពកំទេចកងទ័ពវីតមិញនៅសមរភូមិចុងក្រោយដោយធ្វើឲ្យពួកវីតមិញបរាជ័យយ៉ាងធ្ងន់ធ្ងរជាទីបំផុតបាទអញ្ចឹងចំណុច 3.5 គឺយើងនិយាយអំពីប្រតិបត្តិការបណ្ដេញពួកវីតមិញចេញពីប្រទេសកម្ពុជាក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យអញ្ចឹងពួកវីតមិញចូលមកដល់ដែនដីខ្មែរយើងតាំងពីឆ្នាំ1959ដោយមានការជួយគាំទ្រពីពួកអ្នកនយោបាយខ្មែរហើយក្រោយពីបារាំងយល់ព្រមប្រគល់ឯករាជ្យឲ្យប្រទេសកម្ពុជានៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953នៅពេលនោះឯងព្រះបាទនរោត្តមសីហនុទ្រង់បានដឹកនាំប្រតិបត្តិការមួយដែលឲ្យឈ្មោះថាប្រតិបត្តិការមហាសាមគ្គីដើម្បីបណ្ដេញពួកវីតមិញចេញពីប្រទេសកម្ពុជាបាទជាបន្តយើងទៅចំណុច 3.8 សិទ្ធិសញ្ញាទីក្រុងសឺណែវ
បាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមនៅថ្ងៃទី26ខែមេសាឆ្នាំ1954សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសបានចាប់ផ្ដើមដែលក្នុងនោះចូលរួមដោយតំណាងប្រទេសចំនួន19ដែលបានចូលរួមដូចជាចក្រភពអង់គ្លេសសហភាពសូវៀតសហរដ្ឋអាមេរិកបារាំងសាធារណរដ្ឋប្រជាមានិតចិននិងប្រទេសពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងឱកាសពិភាក្សាបញ្ហាឥណ្ឌូចិនមានមន្ត្រីការបរទេសអង់គ្លេសបារាំងសហភាពសូវៀតសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមព្រះរាជាណាចក្រលាវព្រះរាជាណាចក្រកម្ពុជានិងអំណាចបើកដៃវៀតណាមបានចូលរួមនៅក្នុងដំណើរប្រព្រឹត្តទៅនៅសន្និសីទទីក្រុងសឺណែវគេបានចុះហត្ថលេខាលើឯកសារមួយចំនួនដែលក្នុងនោះទាក់ទងនឹងកម្ពុជាដូចតទៅ1កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បទបាញ់គ្នានៅប្រទេសកម្ពុជា2សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋនិងការបោះឆ្នោត3សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធាការតាំងមូលដ្ឋានទ័ពបរទេសនិងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេស4សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីប្រទេសឥណ្ឌូចិននិងគោរពដល់ឯករាជ្យអធិបតេយ្យភាពនៃប្រទេសក្នុងឥណ្ឌូចិន5សេចក្តីថ្លែងការណ៍របស់សន្និសីទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ6សេចក្តីថ្លែងការណ៍បិទសន្និសីទនៅក្នុងសេចក្តីប្រកាសបិទសន្និសីទសឺណែវសមាជិកទាំងអស់បានប្រកាសអំពីកាតព្វកិច្ចរបស់ខ្លួនគោរពដោយឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាក្នុងតំបន់ឥណ្ឌូចិនយោងតាមកិច្ចព្រមព្រៀងនេះសកម្មភាពយោធាត្រូវបញ្ឈប់ទាំងស្រុងនៅលើទឹកដីកម្ពុជាចាប់ពីថ្ងៃទី7ខែសីហាឆ្នាំ1954កិច្ចព្រមព្រៀងបាននិយាយអំពីការដកទ័ពបរទេសចេញពីទឹកដីកម្ពុជាឲ្យអស់ក្នុងរយៈពេល90ថ្ងៃចំពោះកងកម្លាំងខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល30ថ្ងៃរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីប្រកាសអំពីការធានាដល់អតីតអ្នកចូលរួមក្នុងចលនាតស៊ូធានាដល់សិទ្ធិពលរដ្ឋការពារជីវិតទ្រព្យសម្បត្តិនិងធានាដល់សិទ្ធិក្នុងការអនុវត្តសេរីភាពប្រជាធិបតេយ្យរាជរដ្ឋាភិបាលបានអះអាងចំពោះសេចក្តីសម្រេចចិត្តរបស់ខ្លួនថាប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមរស់នៅក្នុងសហគមន៍ជាតិតែមួយដោយមិនប្រកាន់ពូជសាសន៍និងធានាដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការប្រើសិទ្ធិនិងសេរីភាពរបស់ខ្លួនដោយមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញដោយយោងទៅតាមមាគ៌ាអភិវឌ្ឍសន្តិភាពវូបនីយកម្មដែលមានចែងនៅក្នុងសន្និសីទសឺណែវការបោះឆ្នោតជាសកលនៅប្រទេសកម្ពុជាបានប្រព្រឹត្តទៅនៅឆ្នាំ1955បាទសន្និសីទសឺណែវដែលចាប់ផ្ដើមធ្វើថ្ងៃទី26ខែមេសាឆ្នាំ1954គឺជាសន្និសីទមួយដែលបិទបញ្ចប់សង្គ្រាមនៅក្នុងប្រទេសទាំង3ក្នុងតំបន់ឥណ្ឌូចិនវាគឺជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងរដ្ឋាភិបាលកុម្មុយនីសដែលដឹកនាំដោយបកកុម្មុយនីសឥណ្ឌូចិននៅក្នុងប្រទេសទាំង3គឺកម្ពុជាវៀតណាមហើយនិងឡាវដើម្បីចរចាធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលបារាំងប្រគល់នូវឯករាជ្យដល់ប្រទេសទាំង3នៅក្នុងតំបន់ឥណ្ឌូចិនហើយកិច្ចព្រមព្រៀងស្តីពីសន្និសីទនៅទីក្រុងសឺណែវដែលតាក់ទងជាមួយនឹងប្រទេសកម្ពុជាយើងមានចំណុចដូចខាងក្រោមទី1គឺកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បទបាញ់គ្នានៅប្រទេសកម្ពុជាដោយកម្ពុជាត្រូវតែអនុវត្តនៅការឈប់បាញ់គ្នារវាងចលនាវៀតមិញកងទ័ពបារាំងជាមួយនឹងកងទ័ពជាតិរបស់កម្ពុជាទី2សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិពលរដ្ឋនិងការបោះឆ្នោតបាទអញ្ចឹងជាថ្នូរទៅនឹងការដែលពួកខ្មែរឥស្សរៈទម្លាក់អាវុធហើយចូលរួមរស់នៅក្នុងប្រទេសកម្ពុជាសារជាថ្មីជាមួយរដ្ឋាភិបាលគឺរដ្ឋាភិបាលធានាឲ្យមានការបោះឆ្នោតដោយសេរីនៅក្នុងសង្គមខ្មែរទី3សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់សម្ព័ន្ធភាពយោធាការតាំងមូលដ្ឋានទ័ពបរទេសនិងការជួយឧបត្ថម្ភពីកម្លាំងបរទេសបាទអញ្ចឹងរដ្ឋាភិបាលកម្ពុជាប្រកាសថាកម្ពុជានឹងមិនអនុញ្ញាតឲ្យមានការតាំងមូលដ្ឋានទ័ពបរទេសនៅលើប្រទេសកម្ពុជាឡើយហើយសម្ព័ន្ធភាពយោធាកម្ពុជាក៏មិនចូលរួមនៅក្នុងសម្ព័ន្ធភាពយោធាប្រទេសណាមួយដែរប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការទទួលជំនួយយោធាពីបរទេសដើម្បីការពារខ្លួនពីការឈ្លានពានពីកម្លាំងខាងក្រៅទី4គឺសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីប្រទេសក្នុងទឹកដីតំបន់ឥណ្ឌូចិនហើយគោរពដល់ឯករាជ្យភាពនៃរដ្ឋនៅក្នុងតំបន់ឥណ្ឌូចិនបាទតាមរយៈសន្និសីទទីក្រុងសឺណែវនេះរដ្ឋាភិបាលបារាំងបានដកកងទ័ពរបស់ខ្លួនចេញពីដែនដីនៃប្រទេសឥណ្ឌូចិនទាំង3បាទពេលនោះគឺមាន4គឺតាមរយៈសន្និសីទសឺណែវនោះគឺវៀតណាមចែកជា2គឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងហើយបារាំងក៏យល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីដែនដីនៃប្រទេសក្នុងតំបន់ឥណ្ឌូចិនទី5គឺសេចក្តីថ្លែងការណ៍របស់សន្និសីទតាក់ទងទៅនឹងកិច្ចព្រមព្រៀងទីក្រុងសឺណែវបាទអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងនេះគឺសមាជិកទាំងអស់ដែលបានចូលរួមគឺធានាថានឹងគោរពឯករាជ្យភាពដល់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងសឺណែវនោះបាទអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងសឺណែវវាគឺជាកិច្ចព្រមព្រៀងមួយដែលបើកផ្លូវឲ្យបារាំងដកកងទ័ពចេញពីតំបន់ឥណ្ឌូចិនចំណែកកងទ័ពវៀតមិញក៏ត្រូវដកចេញពីកម្ពុជាហើយកម្ពុជាក៏លែងមានរដ្ឋាភិបាល2
គឺរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលពួកឥស្សរៈទៀតហើយបាទគឺមានរដ្ឋាភិបាលតែមួយប៉ុណ្ណោះគឺរដ្ឋាភិបាលក្រុងភ្នំពេញដែលគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំ1955បាទជាបន្តយើងទៅចំណុចទី4ចំណុចវិជ្ជមាននិងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងបាទចំណុច1គឺលទ្ធផលវិជ្ជមានបាទលោកគ្រូសម្អាតនៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមនៅពេលត្រួតត្រាប្រទេសកម្ពុជាពួកអាណានិគមបារាំងបានយល់ដឹងច្រើនអំពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរនៅក្នុងអតីតកាលជាពិសេសសម័យអង្គរដោយជក់ចិត្តនឹងការស្រាវជ្រាវរកឫសគល់នៃអរិយធម៌ខ្មែរដោយសារការស្រាវជ្រាវដែលមានទំហំធំធេងបារាំងបានបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវអំពីអតីតចក្រភពខ្មែរជាពិសេសសិល្បៈចម្លាក់ខ្មែរតាមជញ្ជាំងប្រាសាទដែលមានច្រើនស្អិចស្កះនៅក្នុងប្រទេសសៀមវៀតណាមនិងឡាវសប្តាហ៍ថ្ងៃក្រោមការប្រួយផ្ដាំរបស់លោកប៉ូល ដូមែអគ្គទេសាភិបាលឥណ្ឌូចិនសាលាបារាំងចុងបូព៌ាប្រទេសត្រូវបានបង្កើតឡើងនៅទីក្រុងហាណូយនៅថ្ងៃទី15ខែធ្នូឆ្នាំ1998សាលានេះប្រមូលផ្ដុំអ្នកប្រាជ្ញបារាំងដែលមានជំនាញខុសៗគ្នាជាពិសេសជំនាញបុរាណវត្ថុវិទ្យានិងសិលាចារឹកប៉ុន្តែគេត្រូវរងចាំការងារនេះរហូតដល់ឆ្នាំ1907គឺជាឆ្នាំដែលស៊ីមប្រគល់ទឹកដីខេត្តបាត់ដំបងស្រីសុភ័ណ្ឌនិងមហានគរមកឲ្យខ្មែរវិញទើបចាប់ផ្ដើមការងារជួសជុលប្រាសាទនិងធ្វើការសិក្សាស្រាវជ្រាវអ្នកប្រាជ្ញបារាំងដែលល្បីឈ្មោះដូចជា សង់ហ្គោម៉ៃស្លាប់នៅក្នុងឆ្នាំ1906នៅអង្គរដោយអំពើប្លន់លោក Bernard Philippe លោក Soxedes លោក Philip Stein លោក Henri Marchal ធ្វើការនៅក្នុងប្រទេសកម្ពុជាក្នុងតួនាទីជារេស៊ីដង់បារាំងប្រចាំតំបន់ឆ្លងលើអស់រយៈពេល25ឆ្នាំក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនិងព្រះបាទនរោត្តមសីហនុលោក Adhémar Leclerc បានសម្រេចនូវស្នាដៃដ៏ធំធេងតាមរយៈការនិពន្ធសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីសម័យកាលកើតរដ្ឋដំបូងឬអាណាចក្រភ្នំរហូតដល់សម័យក្រោយអង្គរលោករេស៊ីដង់រូបនេះបានទុកប្រទេសកម្ពុជាជាមាតុភូមិទី2របស់លោកបន្ទាប់ពីប្រទេសបារាំងលោកបានជីកកកាយនៅមរតកអតីតកាលរបស់ខ្មែរដែលកប់បាត់ឲ្យរស់ឡើងវិញប្រយោជន៍ឲ្យខ្មែរមានទំនុកចិត្តនិងមានមោទនភាពតាមរយៈភាពរុងរឿងនៃចក្រភពអង្គរនិងពញ្ញាស្មារតីឲ្យខ្មែរចេះសាមគ្គីភាពគ្នាឡើងវិញតាមរយៈមេរៀនប្រវត្តិសាស្ត្រសម័យអង្គរនិងការធ្លាក់ចុះដោយសារការដណ្ដើមត្រួតត្រាប្រទេសខ្មែរពីប្រទេសសៀមនិងយួនតាមរយៈសន្ធិសញ្ញាបារាំងសៀមនៅថ្ងៃទី23ខែមីនាឆ្នាំ1907បារាំងបាននាំយកខេត្តបាត់ដំបងនិងមហានគរដែលជាបេះដូងនៃប្រទេសកម្ពុជាមកវិញខេត្តនេះមានស្រុក5គឺសិរីសោភ័ណ្ឌមង្គលបុរីសៀមរាបនិងត្នោតចំណែកឯស្រុកចុងក្រោយគឺស្រុកអរញ្ញនិងខេត្តផ្សេងៗទៀតត្រូវបាត់បង់ជាស្ថាពរនៅក្នុងឆ្នាំ1904ក្រោមការគៀបសង្កត់របស់បារាំងស៊ីមបានប្រគល់ខេត្តម្លូព្រៃទន្លេរពៅនិងខេត្តកោះកុងមកឲ្យខ្មែរវិញនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនៅឆ្នាំ1904ដល់ឆ្នាំ1927វិស័យសិក្សាធិការបានចាប់ផ្ដើមឡើងដោយលើកស្ទួយវប្បធម៌ជាតិខ្មែរនិងដាក់ទោសដល់ឪពុកម្ដាយណាដែលមិនបញ្ជូនកូនឲ្យទៅរៀននៅពេលនោះមានការយកចិត្តទុកដាក់បង្កើតសាលាវត្តសាលាតាមឃុំសាលាបឋមសិក្សាបារាំងចំណែកសាលាមធ្យមសិក្សាបង្កើតដំបូងគឺមានតែវិទ្យាល័យព្រះស៊ីសុវត្ថិមួយគត់ក្នុងឆ្នាំ1904នៅឆ្នាំ1915គណៈកម្មការរៀបចំវចនានុក្រមខ្មែរត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យភាសាជាតិមានលក្ខណៈប្រកបនិយមវិស័យសេដ្ឋកិច្ចមានកសិកម្មដំណាំកសិឧស្សាហកម្មមួយចំនួនដូចជាម្រេចក្រចៅថ្នាំជក់ដែលដាំលើច្រាំងទន្លេមេគង្គមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅឆ្នាំ1924នៅជប់ខេត្តកំពង់ចាមបារាំងបាននាំយកពពូជដើមកៅស៊ូពីប្រទេសប្រេស៊ីលមកដាំដុះលើផ្ទៃដី125,000ហិកតាការបង្កើតដំណាំកៅស៊ូបានលើកស្ទួយជីវភាពកម្មករតាមរយៈការផ្ដល់ផ្ទះមួយខ្នងសម្រាប់មួយគ្រួសារនីមួយៗនៅជុំវិញផ្ទះមានដំណាំនិងអាចចិញ្ចឹមសត្វដើម្បីបំពេញសេចក្តីត្រូវការក្នុងជីវភាពគ្រួសារទៀតផងបារាំងបានបង្កើតមន្ទីរពេទ្យទំនើបដ៏ធំមួយនៅជិតរោងចក្រចម្រាញ់ជ័រសម្រាប់ព្យាបាលកម្មករជាពិសេសទៅទៀតជារៀងរាល់ល្ងាចថ្ងៃអាទិត្យកម្មករទាំងអស់ត្រូវបានដឹកជញ្ជូនតាមរថយន្តទៅទស្សនាខ្សែភាពយន្តកម្សាន្តនៅក្នុងរជ្ជកាលព្រះបាទមុនីវង្សពីឆ្នាំ1927ដល់ឆ្នាំ1941អាណានិគមបារាំងបានចាប់ផ្ដើមកសាងគមនាគមន៍ផ្លូវភាគច្រើនដែលបារាំងបានកសាងសុទ្ធសឹងតែជាផ្លូវដែលប្រើប្រាស់នៅក្នុងសម័យចក្រភពខ្មែរនៅឆ្នាំ1932បារាំងបានកសាងផ្លូវរថភ្លើងមួយខ្សែប្រវែង275គីឡូម៉ែត្រភ្ជាប់ពីទីក្រុងភ្នំពេញទៅអរញ្ញប្រទេសសៀមឆ្លងកាត់តាមប៉ោយប៉ែតខេត្តនៅប៉ែកខាងកើតមានព្រៃវែងនិងស្វាយរៀងជាដើមមានទំនាក់ទំនងងាយស្រួលជាមួយរាជធានីភ្នំពេញតាមរយៈស្ពានទំនើបមួយឆ្លងកាត់ទន្លេបាសាក់នៅឆ្នាំ1928ដែលមានប្រវែង292ម៉ែត្រហៅថាស្ពានព្រះមុនីវង្សទី1នេះគឺយើងនិយាយអំពីផលវិជ្ជមានដែលបារាំងចូលមកត្រួតត្រាប្រទេសកម្ពុជាបាទ
នៅក្នុងចំណុចវិជ្ជមានដែលបារាំងចូលមកត្រួតត្រាប្រទេសកម្ពុជាទី1គឺខាងផ្នែកវប្បធម៌និងអរិយធម៌បាទតាមរយៈការចូលមកត្រួតត្រារបស់ប្រទេសបារាំងបានធ្វើឲ្យមានបារាំងបានធ្វើឲ្យមានភាពរស់រវើកឡើងវិញនៅអរិយធម៌ខ្មែរតាមរយៈការសិក្សាស្រាវជ្រាវពីអ្នកប្រាជ្ញបារាំងក៏ដូចជាតាមរយៈការបង្កើតសាលាបារាំងចុងបូព៌ាប្រទេសដែលការបង្កើតនេះគឺក្នុងបំណងសិក្សាស្រាវជ្រាវអំពីវប្បធម៌នៅក្នុងប្រទេសដែលស្ថិតនៅក្នុងតំបន់រូចិននិយាយជារួមបាទតាមរយៈការស្រាវជ្រាវជីកឫសជីកគល់របស់អ្នកប្រាជ្ញបារាំងធ្វើឲ្យប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាត្រូវបានចងក្រងឡើងវិញហើយអ្នកប្រាជ្ញបារាំងជាច្រើនដែលត្រូវបានបញ្ជូនមកពីប្រទេសបារាំងដើម្បីសិក្សាស្រាវជ្រាវដែលក្នុងនោះមានដូចជាលោកសង់កូមីលោក Bernard Philippe លោក Socrates លោក Philip Stein លោក Henri Marshall លោក Adémar Leclerc ជាដើមបាទដែលពួកគាត់ទាំងអស់នេះសុទ្ធសឹងតែជាអ្នកសិក្សាស្រាវជ្រាវហើយក៏ជួយរួមចំណែកយ៉ាងច្រើននៅក្នុងការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជាឡើងវិញក្រៅអំពីការសិក្សាស្រាវជ្រាវអំពីវប្បធម៌និងអរិយធម៌ខ្មែរដែលបានកប់បាត់ក្រោយពីសម័យអង្គរនោះតាមរយៈអាណាព្យាបាលបារាំងគឺបារាំងបានយកដែនដីមួយចំនួននៅផ្នែកខាងលិចពីសៀមមកបកគលឲ្យកម្ពុជាវិញបាទដូចជាខេត្តបាត់ដំបងសៀមរាបស្រីសុភ័ណ្ឌជាដើមដែលទឹកដីទាំងអស់នេះត្រូវបានបារាំងដណ្ដើមយកពីថៃមកបកគលកម្ពុជាវិញបាទអញ្ចឹងមុនពេលដែលបារាំងចូលមកដល់ទឹកដីទាំងអស់នេះត្រូវបានសៀមជាអ្នកគ្រប់គ្រងហើយក្រោយពីបារាំងចូលមកត្រួតត្រាប្រទេសកម្ពុជាបារាំងរិះរកវិធីដើម្បីដណ្ដើមយកទឹកដីចេញពីសៀមបកគលមកឲ្យខ្មែរវិញក្រៅអំពីវិស័យវប្បធម៌និងទឹកដីតាមរយៈវត្តមានរបស់បារាំងបានជួយឲ្យមានវឌ្ឍនភាពខាងផ្នែកកសិកម្មនិងដំណាំឧស្សាហកម្មនៅលើប្រទេសកម្ពុជាបាទហើយជាបន្តបន្ទាប់គឺដំណាំថ្មីជាពិសេសដំណាំក្នុងវិស័យឧស្សាហកម្មត្រូវបានគេយកមកដាំដុះនៅក្នុងប្រទេសកម្ពុជាដែលគួរចាប់អារម្មណ៍ជាងគេគឺកៅស៊ូដែលត្រូវបានបារាំងនាំចូលពីប្រទេសប្រេស៊ីលមកដាំដុះលើប្រទេសកម្ពុជាក្នុងទំហំ 125,000 ហិកតាបាទយើងទៅចំណុចទី2ផលអវិជ្ជមានបាទលោកគ្រូសូមអាននៅចំណុចនេះបន្ទាប់មកលោកគ្រូធ្វើការអធិប្បាយបន្ថែមអំពីចំណុចអវិជ្ជមានដែលបារាំងចូលមកត្រួតត្រាប្រទេសកម្ពុជាទោះបីបារាំងបានលុបបំបាត់នៅរបបទេសភាពក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិក៏ដោយក៏មិនបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការធូរស្រាលឡើយផ្ទុយទៅវិញបារាំងបានធ្វើឲ្យសង្គមខ្មែរកាន់តែក្រីក្រឡើងតាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទរាប់ចាប់តាំងពីពន្ធស្រូវពន្ធខ្លួនរហូតដល់ពន្ធលើសត្វពាហនៈការគៀបសង្កត់តាមរយៈពន្ធដារបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរងើបបះបោរឡើងមិនតែប៉ុណ្ណោះបារាំងបានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យទៅបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី1និងលោកលើកទី2ឲ្យទៅស្លាប់ក្នុងសមរភូមិទៀតផងនៅឆ្នាំ1949បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមនិងតំបន់ដាឡាត់ទៅឲ្យស្ដេចយួនបាវដៃខេត្តត្រាចក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមទៀតព្រមទាំងប្រមូលយកវត្ថុកេតនភណ្ឌរបស់ខ្មែរទៅស្រុកបារាំងថែមទៀតផងបាទចំណុចនេះគឺយើងបានឃើញរួចហើយអ្វីត្បិតថាបារាំងចូលមកប្រទេសកម្ពុជាធ្វើឲ្យមានការរីកចម្រើនលើវិស័យមួយចំនួនក៏ប៉ុន្តែផលអវិជ្ជមានក៏មានមកជាមួយគ្នាផងដែរបាទអញ្ចឹងទោះបីជាបារាំងធ្វើឲ្យរបបទេសភាពវណ្ណៈខ្ញុំគេនៅក្នុងប្រទេសកម្ពុជាត្រូវរលត់រលាយបាត់ទៅនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិក៏ដោយក៏ប៉ុន្តែតាមរយៈនយោបាយពន្ធដារដែលបារាំងដាក់ទៅលើប្រជាពលរដ្ឋខ្មែរធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនខ្មែរកាន់តែមានភាពក្រីក្រឡើងបាទអញ្ចឹងបារាំងយកពន្ធគ្រប់យ៉ាងរាប់ចាប់តាំងពីពន្ធមនុស្សពន្ធស្រូវពន្ធដីធ្លីពន្ធសត្វពាហនៈជាដើមម្យ៉ាងទៀតតាមរយៈការប្រមូលពន្ធដ៏តឹងរ៉ឹងរបស់បារាំងនេះផងដែរក៏បានធ្វើឲ្យកើតមាននៅចលនាបះបោរជាបន្តបន្ទាប់ចំណុចដែលគួរចាប់អារម្មណ៍នោះគឺយើងបានដឹងមកហើយនៅក្នុងការសិក្សារឿងឃុំដេរិឆានបាទគឺកាត់ឡើងដោយសារតែរឿងពន្ធដារនេះឯងដែលធ្វើឲ្យមានការសម្លាប់លោកបាដេសនៅភូមិក្រាំងលាវក្រៅអំពីទម្ងន់ពន្ធដារធ្ងន់ធ្ងរនៅក្នុងសម័យកាលដែលកម្ពុជាធ្លាក់នៅក្រោមការគ្រប់គ្រងរបស់បារាំងផងដែរបារាំងបានកេណ្ឌឲ្យទៅបម្រើក្នុងវិស័យកងទ័ពបារាំងដែលបារាំងបានធ្វើសង្គ្រាមលោកលើកទី1លើកទី2បាទអញ្ចឹងបារាំងបានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យទៅធ្វើជាទាហានហើយស្លាប់នៅក្នុងសមរភូមិរបស់បារាំងនោះក៏ច្រើនថែមទៀតក្រៅពីនេះគឺនៅឆ្នាំ1949ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ទៅឲ្យយួនហើយខេត្តត្រាចក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមទៀតហើយវត្ថុបុរាណខ្មែរជាច្រើនត្រូវបានយកទៅស្រុកបារាំងហើយវត្ថុបុរាណខ្មែរជាច្រើនត្រូវបានបារាំងយកទៅ